ឥឡូវនេះរដ្ឋាភិបាលកម្ពុជាមធ្យមឯងុំនឹងមានខុសនិករបស់រដ្ឋាភិបាលកម្ពុជានឹងឡើងមកផ្សព្វផ្សាយព័ត៌មានធ្វើឲ្យបងប្អូនច្បល់ហើយចាប់ផ្ដើមបាក់ទឹកចិត្តអស់សង្ឃឹមប៉ុន្តែអត់មានអង្គហេតុអង្គច្បាប់មេត្រាណាយកមកពន្យល់ទេនិយាយច្បោលចោលទៅអាងមាន fans មានអ្នកគាំទ្រអីច្រើនចឹងទៅបានក្បាលមីក្រូចិត្តតែផ្សាយទៅតើយោងទៅមេត្រាណាច្បាប់នឹងសម្ដៅទៅលើអីដកស្រង់លក្ខន្តិកៈនឹងមកខ1ខ2ខ3ហេតុអីបានជាប្តឹងគេអត់បានឧទាហរណ៍ខ្ញុំតែងតែលើកចិត្តទឹកចិត្តរាល់ដងបងប្អូនណាចង់ជំទាស់ខ្ញុំថាខ្ញុំនឹងគឺល្ងងនិយាយប្តឹងទៅតុលាការ ICJ អីបានហ្នឹងហេតុអីក៏ល្ងងយ៉ាងនេះអត់មើលនីតិវិធីអីគេហេតុអីក៏យើងមិនលើកមកម្ដងមួយមកឲ្យពន្យល់ប្រាប់បងប្អូនមើលថាហេតុអីបានប្តឹងអត់បានយើងចេះតែនិយាយថាអូប្តឹងមិនបានទេព្រោះអី ICJ ហ្នឹងគេត្រូវការ consent ការយល់ព្រមគូភាគីទាំងពីរទើបអាចប្តឹងបានបើថៃអត់ព្រមគឺយើងប្តឹងអត់បានថៃដែលព្រមជាមួយខ្មែរពីអង្កលរឿងប្រាសាទព្រះវិហារខ្ញុំនិយាយម្ដងហើយម្ដងទៀតគេនៅតែប្តឹងបានថៃនៅតែចូលសវនាការបានហើយតាំងទៅទៀតអូអាហ្នឹងរឿងព្រះវិហារហ្នឹងកាលមុនហ្នឹងថៃគេទទួលយល់ស្របយុតាធិការហ្នឹងទេហើយដល់ពេលហើយហ្នឹងឥឡូវហ្នឹងគឺរឿងនេះរឿងថ្មីវាអត់មានតាក់តងអីនេះទេតែគេអត់យល់ស្របគឺទៅអត់បានអញ្ចឹង2លើកនៅប្រាសាទព្រះវិហារខ្មែរប្តឹងថៃចាញ់ថៃឡើងទៅតុលាការទាំង2លើកអត់ទទួលស្គាល់សវនាការយុតាធិការអីក៏ដោយមានបណ្ដឹងអញ្ញត្តកម្មតាក់តងនឹងរឿងអត់ទទួលស្គាល់យុតាធិការក៏តុលាការច្រានចោលថាបណ្ដឹងហ្នឹងក៏តែមិនបានការព្រោះអីព្រំដែនខ្មែរថៃជាប់គ្នាក្រោមកាតព្វកិច្ចអនុសញ្ញាឬសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907ឧបសម្ព័ន្ធមួយដែលជាផែនទីភ្ជាប់ຂະຫນាតលើ1លើ200,000វានៅតែអញ្ចឹងតាវាអត់មានទៅណាទេប្រវត្តិសាស្ត្រកិច្ចការច្បាប់គឺវាមានក្នុងហ្នឹងថ្ងៃនេះអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនហ្នឹងហើយខ្ញុំលែងនិយាយខ្លួនឯងហើយព្រោះជួនកាលមួងណារ៉េតនិយាយកោកសឹកមាត់តដោឆ្អែតតែពោះកបីបងប្អូនចេះតែថាខ្ញុំវាយប្រហាររដ្ឋាភិបាលប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាយើងអត់មានជំរើសអីក្រៅពីប្តឹងទៅតុលាការអន្តរជាតិយើងអត់សិលធ្វើសង្គ្រាមទេអត់ត្រូវស្លាប់មនុស្សអត់ត្រូវអស់គ្រាប់រំសេលអត់ត្រូវការហើយអត់ត្រូវការទៅអីណាប្រាប់កាសែតបាងកក់ប៉ុអាណៃ Reuters ឬក៏ Fox News ឬអីទៅប្រាប់គេថាថៃឈ្លានពានកម្ពុជាឲ្យបានផលអីទេវាអត់ទេវាគ្រាន់តែជាការស្អំចិត្តប្រជាពលរដ្ឋឲ្យព្រមទទួលយកភាពឈឺចាប់នឹងហើយមានសេចក្តីសង្ឃឹមបែបស្រមើស្រមៃបន្តក្តីសង្ឃឹមដែលគ្មានសង្ឃឹមនឹងតទៅទៀតតែប៉ុណ្្នឹងឯងយើងទៅនិយាយចឹងទៅធ្វើឲ្យអ្នកនៅស្រុកហ្នឹងចាប់ផ្ដើមនាំគ្នាអាជ័យធ្លាក់ទឹកហើយអើចឹងសើក្របបរមណូសឈ្នះគេសតែយន្តការយើងការទូតនឹងឈ្នះគេអីចឹងទៅប្រជាពលរដ្ឋស្ដាប់ទៅដូចជាមើលទៅដូចជាសប្បាយចិត្តដែរប៉ុន្តែរកកាផែលទូងធ្លុងប្រហោងធ្លុងអត់មានប្រយោជន៍ទេវាគ្រាន់តែស្អំចិត្តទី1គឺកុំឲ្យប្រជាពលរដ្ឋបះបោប្រឆាំងរដ្ឋាភិបាលថាអត់ធ្វើអីសោះអញ្ចឹងទិញពេលវេលាហ្នឹងស្អំចិត្តទៅថារដ្ឋាភិបាលប្រឹងណាយើងមើលឃើញទៅរាយការណ៍ប្រាប់អន្តរជាតិកាសែតអីគេទៀតដើម្បីឲ្យគេយកចិត្តទុកដាក់ឲ្យគេដឹងថាឥឡូវផ្អើលដល់អន្តរជាតិអត់មានអន្តរជាតិណាគេផ្អើលទេបងប្អូនកំពុងតែរស់នៅក្នុងកង្កែបក្នុងអណ្ដូងសុទ្ធសាធនេះមួងណារ៉េតនៅអាមេរិកនេះបងប្អូនថាវាផ្អើលហ្នឹងខ្ញុំសួរមិត្តភ័ក្ដិខ្ញុំដឹងរឿងខ្មែរឥឡូវផ្អើលគេផ្អើលខ្លាំងណាមិត្តភ័ក្ដិបរទេសខ្ញុំសួរថាមិនដែរដឹងរឿងបើខ្មែរហ្នឹងគេផ្អើលខ្លាំងយ៉ាងម៉េចហ្នឹងដឹងនៅគេអត់មានអ្នកណាគេដឹងថាអូអាការលក់ហ៊ុនម៉ាណែតនិយាយមួយ Reuters ឬក៏អីហ្នឹងគេក្ដួងក្ដាំងអញ្ចឹងឥឡូវសហគមន៍អន្តរជាតិស្រោចមកជួយខ្មែរអត់មានលីងគេគ្រាន់តែនិយាយថាខាងពីរអ្នកហ្នឹងចរចាគ្នាមានបាត់ឈប់បាញ់មានអីចឹងហើយតែមានលោកត្រាំអីសម្របសម្រួលហើយគេស្ងាត់ហើយគេទៅដោះស្រាយបញ្ហាអីផ្សេងទៀតទៅឃើញទេអញ្ចឹងបានថាយើងវាពិបាកត្រង់កន្លែងហ្នឹងគឺយើងទិញពេលវេលាខ្ញុំមិនទៅបន្ទោសរដ្ឋាភិបាលទេកាតព្វកិច្ចរបស់លោកហ៊ុនម៉ាណែតគឺត្រូវតែដើរទៅត្រុកទៅតាមសហគមន៍អន្តរជាតិហ្នឹងដើម្បីស្អំចិត្តប្រជាពលរដ្ឋយើងថាលោកបានប្រឹងដែរបើគេយកដីបានហ្នឹងមិនមែននៅស្ងៀមទេគឺយើងដើរទៅប្រាប់គេថាដីយើងបាត់ដែរចឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមមានសមានចិត្តជាមួយលោកហ៊ុនម៉ាណែតដែរមិនចឹងណែថ្នាក់ដឹកនាំយើងខំប្រឹងណាស់លោកមិនមែនឲ្យបាត់ដីទេឃើញទេដើរប្រាប់គេគ្រប់សហគមន៍អន្តរជាតិចេញសេចក្តីថ្កោលទោសជូនដំណឹងពាក់បដិសេធមិនទទួលស្គាល់ស្នើនេះស្នើនោះអីធ្វើអស់700ដងហើយគេធ្វើគេប្រឹងដែរក៏ប៉ុន្តែអានេះជានយោបាយស្អំចិត្តទេ
ព្រោះរឿងពិតមិនមែនរឿងទៅប្រាប់សហគមន៍អន្តរជាតិឲ្យគេជួយនេះជួយនោះទៅប្រាប់ខ្យល់ហ្នឹងសហគមន៍អន្តរជាតិមួយណាប្រទេសមួយណាអ្នកណាដែលកាត់ក្តីរឿងខ្មែរថៃគឺរឿងតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិយើងនាំគ្នាហែជុំវិញតុលាការអត់ដាក់ពាក្យប្តឹងតុលាការអត់មានពាក្យបណ្ដឹងគេអត់ចាត់ការរឿងយើងទេហើយយើងនៅតែប្រាប់ថាថ្នាក់ដឹកនាំយើងប្រឹងឲ្យឃើញគាត់វល់ជុំវិញតុលាការនឹងទៅមកដើរសួរគេប្រាប់គេវាគ្រាន់តែជាសារស្អំចិត្តប្រជាពលរដ្ឋឲ្យព្រមទទួលយកថាថៃមិនអាចយកដីខ្មែរបានជាការស្រមៃទេថៃយកដីយើងអស់ជាង40កន្លែងយើងទៅប្រាប់ថាអត់មានយកបានទេគឺយើងជោគជ័យការទូតនេះហាគឺជានយោបាយប្រជាពិធដ្ឋមួយដើម្បីស្អំស្ថានភាពកុំឲ្យប្រជាពលរដ្ឋបះបោរខ្ញុំគិតថាមិនមែនជាការខុសឆ្គងទេរដ្ឋាភិបាលធ្វើដូច្នេះក៏ដើម្បីទប់កុំឲ្យបញ្ហានយោបាយក្នុងផ្ទៃក្នុងខ្មែរហ្នឹងវាពុះកញ្ជ្រោលអត់អាចទប់បានជាទូទៅបញ្ហារឿងដែនអធិបតេយ្យគ្មានរដ្ឋាភិបាលណាអាចទប់បានទេរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃកំពុងតែទិញពេលវេលាទេយូរប៉ុណ្ណាបងប្អូននឹងឃើញហើយប្រជាពលរដ្ឋខ្មែរនឹងថ្កោលទោសមេដឹកនាំណាក៏ដោយដែលធ្វើឲ្យបាត់ដីខ្មែរទៅបរទេសព្រោះយើងបាត់ច្រើនណាស់ហើយម្ដងនេះគឺបាត់ដែលនៅឃើញនឹងមុខហើយយើងអត់អាចការពារដីខ្លួនឯងបានតែយើងមានអីទៅអះអាងប្រាប់គេអញ្ចឹងក្រៅតែពីការដែលទាដីថៃមកវិញបានគឺមានតែការធ្វើនយោបាយប្រជាពិធដ្ឋលួងចិត្តតាំងអាមីអាថោងខុសសនិកហ្នឹងគឺថាទូងស្គររាល់ថ្ងៃគឺគ្មានធ្វើអីទេបង្ហិនលុយប្រាក់ខែរាដែលយកទៅឲ្យហ្នឹងគឺទៅតែធ្វើអាប្រជាពិធដ្ឋប្រឡប់អញ្ចឹងទៅសុទ្ធតាអស់ចាណាស់អីអញ្ចឹងទៅខ្ញុំមិនទទួលមនិញអីនៅក្នុងការដែលយើងធ្វើនយោបាយទៅឆាកអន្តរជាតិទេប៉ុន្តែការដែលធ្វើនយោបាយដោយលោកហ៊ុនម៉ាណែតហ្នឹងមិនមែនដូចលោកZelensky ទេណា Zelensky រឿងរុស្ស៊ីលោក Zelensky គឺទៅសភាអាមេរិកតែម្ដងមកចូលក្នុងសភាអាមេរិកឬជួបសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាឬជួបប្រធានាធិបតីអាមេរិកគឺនិយាយពីរឿងអ៊ុយក្រែនជំនួយសភាវុធដោះស្រាយយើងមកដូចគេដែរគឺយើងប្រហើចូលក្រុមប្រឹក្សាសន្តិភាពនិយាយពីរឿងកាហ្សាឯណោះចំនួនព្រំដែនខ្មែរថៃយើងទៅចូលរួមក្រុមប្រឹក្សាសន្តិភាពដោះស្រាយវិវាទនៅកាហ្សាថៃខ្លួនឯងក៏អត់ទាំងចូលអាក្រុមប្រឹក្សាសន្តិភាពនឹងទៀតដែលជាគូទំនាស់របស់យើងហើយគេអត់និយាយរឿងខ្មែរទេគេនិយាយរឿងកាហ្សាហើយយើងគិតថានេះគឺជាជោគជ័យដ៏សម្បើមខ្ញុំថាសរសើររដ្ឋាភិបាលនៅក្នុងការប្រឹងប្រែងដែរមិនអត់ទេឲ្យយើងថាយើងស្រឡាញ់សន្តិភាពវាអត់មានអីខុសទេប៉ុន្តែកុំលើកជើងហួសហេតុកុហកប្រជាពលរដ្ឋកុហករាប់សិបឆ្នាំហើយហេតុអីបោកប្រាស់ប្រជាពលរដ្ឋឲ្យគ្នាវេទនាផ្លូវចិត្តបែបហ្នឹងកុហកអញ្ចឹងទៅនៅក្នុងន័យថាដូចតែសម័យខ្មែរក្រហមអញ្ចឹងអត់មានហូបអត់មានចុកអីសោះគឺថាស្អីក៏មហាលួតផ្លោះមហាអស្ចារ្យតវ៉ាខ្មាំងប្រឆាំងខ្មោចប្រជាពលរដ្ឋស្ងាត់ស្រុកអត់ហ៊ាននិយាយស្ដីអីសោះដោយសារតែខ្លាចខ្ទាស់នឹងអ្វីដែលរដ្ឋាភិបាលគេយកដីអស់40កន្លែងជាងនិយាយពីរឿងហ្នឹងគឺនិយាយអត់បានគឺនិយាយតែពីរឿងរដ្ឋាភិបាលកំពុងតែធ្វើត្រូវនៅតែប្រកាន់ចំហថាដីហ្នឹងគឺអត់បាត់ទេអញ្ចឹងបានខ្ញុំនិយាយថាការទិញពេលវេលានេះវាគ្រាន់តែជាក្របបែកគេហៅក្របបែកម៉ោងនាឡិកាម៉ោងដែលរងចាំតែថ្ងៃផ្ទុះដូចភ្នំភ្លើងអញ្ចឹងហើយតើទិញពេលវេលានឹងបានយូរប៉ុណ្ណាវាអាស្រ័យទៅលើបរិបទនយោបាយតាក់ទងនឹងការបង្ក្រាបតាក់ទងនឹងការធ្វើនយោបាយប្រជាពិធដ្ឋនឹងតើបានយូរប៉ុណ្ណាយូរទៅសាបហើយព្រោះអីប្រជាពលរដ្ឋគេហៅភូតច្រើនចាញ់អាត្មាដល់អញ្ចឹងទៅប្រជាពលរដ្ឋនឹងឃើញកាឡាលើគោកហើយនៅពេលជាមួយគ្នានឹងមកវាយប្រហារអ្នកណានិយាយការពិតគឺររឿងគេជាពិសេសមកររឿងមុងណារ៉េតនឹងជាងគេឥឡូវហ្នឹងមុងណារ៉េតនឹងល្បីនឹងរឿងគេររឿងដោយសារអីប៉ះពាល់ដល់ឆ្នាំងបាយរបស់ក្រមឃោសនិករបស់គណៈបកកណ្ដាលអំណាចក្រមគ្រប់គ្រងរដ្ឋាភិបាលផ្កាប់មកក្រមអាជ័យធ្លាក់ទឹកហើយអើក្រមតែស្កដល់និយាយទៅវាទៅស្រាតខោគេពេកទៅគេដូចជាមួម៉ៅនឹងយើងវាបែកឆ្នាំងបាយគេពួកធ្លាប់បោកអញ្ចឹងយូរដល់ពេលយើងនិយាយប្រាប់ការពិតទៅគេថាអស់អីទីថាល្បិចបោកហ្នឹងគឺថាវាលើគោកពេកណាហើយខ្ញុំមិនចង់ឲ្យបងប្អូនបែកឆ្នាំងបាយបែកអីទេបញ្ញវន្តបណ្ឌិតនិស្សិតអីសុំឲ្យប្រើសតិសម្បញ្ញៈវិចារណញ្ញាណឲ្យជាមនុស្សផងឲ្យយល់ថាតើអ្វីទៅជាការបោកបញ្ឆោតលើកជើងនិងអ្វីទៅជាតថភាពចិត្តពិតជាក់ស្ដែងតថភាពពិតជាក់ស្ដែងគឺមកដល់ម៉ោងនេះកម្ពុជាបាត់ដីទៅថៃច្រើនកន្លែងជាង14ទីតាំងដែលរដ្ឋាភិបាលទទួលស្គាល់លោកហ៊ុនម៉ាណែតបានទៅប្រាប់អន្តរជាតិឲ្យថាទីតាំងដែលខ្មែរបាត់ទៅថៃកំពុងគ្រប់គ្រង
លើសពី14ទីតាំងព្រោះអីមានកន្លែងមួយចំនួនទៀតគឺថៃបានវាយក្រោយថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រោយមានបទជប់បាញ់លើកទី2ក៏ប៉ុន្តែមកដល់ម៉ោងនេះលោកហ៊ុនម៉ាណែតនៅតែអត់ប្រាប់កម្ពុជាថាតើអាទីតាំងដែលថៃវាយលើសពីថ្ងៃទី27ខែធ្នូហ្នឹងមានប្រមាណកន្លែងទុកឲ្យឆ្ងល់អានេះហើយដែលជានយោបាយប្រជាពិធដ្ឋយើងទៅប្រាប់សហគមន៍អន្តរជាតិថាថៃឈ្លានពានលើសពីអ្វីដែលថៃបានព្រមព្រៀងគ្នាចោះបើឈ្លានពានលើសពីហ្នឹងហេតុអីក៏យើងមិនប្រាប់មកលើសកន្លែងណាខ្លះហើយយើងប្តឹងគេយើងបានតែត្រឹមត្រូវសុំអង្វរសហគមន៍អន្តរជាតិតាមរយៈសារព័ត៌មានបានន័យថាបញ្ជាក់អំពីភាពខ្សោយមែនតើនៅក្នុងរបៀបដឹកនាំរដ្ឋរបស់យើងព្រោះអីយើងអត់អាចទៅដោះស្រាយបញ្ហាតាមប្រព័ន្ធផ្សព្វផ្សាយទេយើងដោះស្រាយបញ្ហាតាមយន្តការច្បាប់អន្តរជាតិឬក៏យន្តការជាក់ស្ដែងបើការទូតគឺការទូតត្រង់ទៅត្រង់មកត្រូវប្រទេសណាដែលចង់ពឹងគេគឺយើងនិយាយគេចឹងមកឲ្យប្រទេសហ្នឹងដាក់ទណ្ឌកម្មគេគឺយើងនិយាយប្រាប់ប្រទេសហ្នឹងហៅអាមេរិកខ្ញុំចង់ឲ្យឯងដាក់ទណ្ឌកម្មថៃគឺនិយាយចឹងមកអត់មានទៅអីណាចាក់ខ្សែទៅចូលក្រុមប្រឹក្សាសន្តិភាពឲ្យថាអានឹងជាច្រកទៅដោះស្រាយរឿងកាហ្សាហ្នឹងអាហ្នឹងវាដូចតារឿងតាមួយដែលនៅព្រៃវែងកំពុងហូបតកកឈូសអានកសែតនិយាយអំពីស្ថានភាពគុយបាកំពុងតែក្តៅកគុកនៅព្រៃវែងស្រូវស្កកអត់លុយមានទឹកចាក់ស្រែឬក៏អីកង់ធ្លាក់ច្រវាក់ផងអីផងរហតែលុយទិញតែប្រេងម៉ាស៊ីនយកមកលាបច្រវាក់កង់ហ្នឹងអត់ទាំងបានយើងទៅខ្វល់រឿងគុយបាអាហ្នឹងគឺវាអញ្ចឹងបងប្អូនឥឡូវយើងវិលមកវិញតាក់ទងនៅរឿងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិថ្ងៃនេះខ្ញុំនឹងដកស្រង់ប្រសាសន៍របស់អ្នកច្បាប់កម្ពុជាមួយរូបគាត់ជាអ្នកច្បាប់ឯករាជ្យជាក្រុមហ៊ុនច្បាប់ឯកជនទេគឺលោកឡុងបញ្ញវុฒิដែលជាមេធាវីមួយរូបនៅប្រទេសកម្ពុជាដែលទទួលបានសេចក្តីគោរពពីខ្ញុំថាជាបញ្ញវន្តខ្មែរមួយរូបដែលហ៊ាននិយាយនៅក្នុងស្ថានភាពដែលមេធាវីឬក៏អ្នកច្បាប់បញ្ញវន្តដទៃទៀតនឹងនាំគ្នាសង្ងំសុកអស់ហើយលោកធ្វើការឲ្យអង្គភាពឯកជនឬក្រុមហ៊ុនឯកជនរបស់គាត់ឈ្មោះ PAN and Associates គឺក្រុមហ៊ុនមេធាវីឯកជនរបស់គាត់ទេខ្ញុំមិនផ្សាយពាណិជ្ជកម្មឲ្យលោកឡុងបញ្ញវុฒิទេក៏ប៉ុន្តែមេធាវីបែបនេះឯងដែលជាមេធាវីដែលអស់លោកត្រូវពឹងពាក់អស់ដែលដូចថាហ៊ាននិយាយការពិតហ៊ាននិយាយពុះពៀតតាំងសំបីតែដឹងថាហែលបញ្ច្រាស់ទឹកណាព្រោះដោយលោកបណ្ឌិតកែមលីមានប្រសាសន៍ការលោកនៅរស់អញ្ចឹងថាត្រីដែលហែលស្របទឹកគឺជាត្រីងាប់បាទត្រីដែលហែលបញ្ច្រាស់ទឹកគឺជាត្រីរស់អញ្ចឹងកុំធ្វើឲ្យជាត្រីដែលហែលស្របបណ្ដោយទឹកព្រោះអីអាច្រើនទូកបណ្ដោយទឹកហ្នឹងគឺជាការបដែតខ្លួនទៅហ្នឹងគឺត្រីងាប់ទេឥឡូវនេះគឺអ្វីដែលលោកឡុងបញ្ញវុฒิលើកឡើងនេះគាត់និយាយថាមានច្រក3ដែលខ្មែរអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បានខ្ញុំបកស្រាយថ្ងៃនេះហើយខ្ញុំមិនចង់បកស្រាយអីវែងទៀតទេព្រោះខ្ញុំនិយាយច្រើនអស់ហើយម្នាក់ឯងប៉ុន្តែខ្ញុំចង់បានមតិរបស់អ្នកច្បាប់ហេតុអីបានជាអ្នកច្បាប់យល់ថាកម្ពុជាអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិហើយផ្ដល់ជំរើសដល់ទៅ3ច្រកទី1គឺលោកឡុងបញ្ញវុฒิចាប់ផ្ដើមដោយឃ្លាដែលគាត់និយាយថាក្នុងបរិបត្តិបាទសំទោសខ្ញុំមិនប្រាប់ថាហេតុអីបានជាខ្ញុំបានឯកសាររបស់លោកឡុងបញ្ញវុฒิនេះគឺលោកបានផ្ញើឲ្យខ្ញុំផ្ទាល់តាក់ទងនឹងសំណេររបស់លោកដែលសរសេរអំពីចំណាប់អារម្មណ៍ផ្នែកច្បាប់តាក់ទងនឹងតុលាការយុត្តិធម៌អន្តរជាតិហើយនេះមិនមែនជាលើកទី1ទេជាលើកទី2ហើយដែលលោកផ្ញើឯកសារបែបនេះមកខ្ញុំលើកទី1គឺលោកនិយាយអំពីថាកម្ពុជាត្រូវតែប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទៅផ្សាយ 3-4 អាទិត្យមុនហ្នឹងឯងម្ដងនេះគឺគាត់និយាយអំពីច្រកដែលអាចប្តឹងបានទៀតក្រោយពេលមានតាមបណ្ដាញសង្គម Facebook ហ្នឹងមានអ្នកដែល MMO ហ្នឹងគាត់លើកឡើងអំពីបញ្ហាថាខ្មែរប្តឹងអត់បានទេបើនរណាថាខ្មែរប្តឹងថៃបានគឺយើងបោកប្រាស់ប្រជាពលរដ្ឋឥឡូវជាមួយនរណាបោកប្រាស់ឲ្យប្រកាសបាទលោកមេធាវីឡុងបញ្ញវុฒิនិយាយថានៅក្នុងបរិបទដែលប្រទេសកម្ពុជាមានចំនួនជាមួយថៃនៃតំបន់ប្រាសាទព្រះវិហារគាត់លើកពីរឿងប្រាសាទព្រះវិហារនិងតំបន់មួយចំនួនតាមបន្ទាត់ព្រំដែននៅតែបន្តបង្កើតភាពតានតឹងសំណួរដែលសង្គមច្រើនតែលើកឡើងហើយសួរគ្នានេះគឺថាតើកម្ពុជាអាចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះបានដែរឬទេឬអាចស្នើឲ្យ ICJ បកស្រាយបន្ថែមបានដែរឬទេមានអ្នកខ្លះយល់ថាអាចអ្នកខ្លះទៀតយល់ថាមិនអាចក៏ប៉ុន្តែការទៅ ICJ មិនមែនជារឿងអារម្មណ៍ទេឬក៏មិនមែនជាជំរើសនយោបាយនោះដែរវាជាការសម្រេច
ចិត្តផ្លូវច្បាប់ដែលត្រូវការពិចារណាយ៉ាងហ្មត់ចត់និងរៀបចំសំណុំរឿងឲ្យរឹងមាំលោកបន្តថាបើផ្អែកលើប្រវត្តិសាស្ត្រឆ្នាំ1904និង1907ដែលជាសន្ធិសញ្ញាបារាំងសៀមគឺយើងមានសន្ធិសញ្ញានេះគឺមានសន្ធិសញ្ញាមួយនៅក្នុងឆ្នាំ1906សន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ1946និងសាលដីកាតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ1962ហើយនិងសាលដីកាមួយទៀតការសម្រេចមួយទៀតនៅក្នុងឆ្នាំ2013តាក់ទងនឹងរឿងប្រាសាទព្រះវិហារដែរដែលយើងអាចមើលឃើញថាកម្ពុជាមានច្រកផ្លូវច្បាប់យ៉ាងហោចណាស់3ដើម្បីដោះស្រាយបាទហើយច្រក3នេះគឺលោកពន្យល់តាមដូចតទៅច្រកអីគេខ្លះទៅបងប្អូនហើយខ្ញុំនឹងសង្ខេបពួកគាត់សរសេររៀងវែងដែរតែយ៉ាងណាវាជាការវិភាគរបស់អ្នកច្បាប់យកទៅពិចារណាខ្លួនឯងទៅច្រក3ដែលលោកលើកឡើងដែលអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិមានទី1សន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ1946អីទៅបងប្អូនជាសន្ធិសញ្ញាទីក្រុង Washington ឆ្នាំ1946នេះគឺលោកកនតែសង្ខេបតាក់ទងនឹងថាបន្ទាប់ពីមានសង្គ្រាមលោកលើកទី2ថៃបានចុះហត្ថលេខាលើសន្ធិសញ្ញានេះដែលបានកំណត់ឲ្យត្រឡប់ទៅរកស្ថានភាពដើមនិងតាមគោរពខ្សែព្រំដែនដែលកំណត់តាំងពីឆ្នាំ1904និងឆ្នាំ1907លោកបានបញ្ជាក់ថានិយាយឲ្យសាមញ្ញទៅគឺថាថៃត្រូវគោរពព្រំដែនដែលមានស្រាប់មិនអាចផ្លាស់ប្ដូរតាមចិត្តបានឡើយក្នុងច្បាប់អន្តរជាតិរដ្ឋមួយមិនអាចបដិសេធកាតព្វកិច្ចសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាបានទេបើមានការមិនគោរពនោះនឹងអាចក្លាយទៅជាចំនួនផ្លូវច្បាប់នេះគឺជាច្រកទី1តាក់ទងនឹងសន្ធិសញ្ញាឆ្នាំ1946នៅរដ្ឋធានី Washington ដែលកំណត់ឲ្យថៃគោរពកិច្ចព្រមព្រៀងឬសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ឆ្នាំ1907ដូច្នេះនេះគឺជាច្រកមួយសម្រាប់កម្ពុជាជាអាវុធដ៏មុតស្រួចផ្នែកច្បាប់ដើម្បីសង្កត់ថៃឲ្យទទួលស្គាល់នៅអ្វីដែលជាបញ្ហាព្រំដែនទី2គោលការណ៍ Estopel បើជាភាសាបច្ចេកទេសផ្លូវច្បាប់ទេតាមពិត Estopel នេះបើនិយាយឲ្យងាយស្ដាប់គឺជាគោលការណ៍មួយដែលយើងព្រមព្រៀងអីហើយនៅក្នុងគោលការណ៍កិច្ចសន្យាហើយគឺយើងអត់អាចនឹងបកស្រាយឲ្យផ្ទុយទៅនឹងឬក៏លែងគោរពនៅអ្វីដែលខ្លួនបានព្រមព្រៀងទេកន្លែងចំណុចច្រកទី2នេះខ្ញុំសូមបើកវងកញ្ចក់ទូចមួយនិយាយអំពីចំណុចខ្សោយកម្ពុជាបន្តិចហើយខ្ញុំមិនចង់និយាយចំណុចខ្សោយនេះក្នុងន័យវាយប្រហារទេខ្ញុំចង់និយាយចំណុចខ្សោយនេះថាយើងកុំយកមកប្រើទៀតព្រោះយើងចាញ់ថៃហើយហេតុអីបានជាអញ្ចឹងព្រោះអាគោលការណ៍ Estopel នេះគឺគោលការណ៍ដែលយើងចុះកិច្ចព្រមព្រៀងជាមួយគ្នាហើយខ្លឹមសារនៃកិច្ចព្រមព្រៀងត្រូវតែគោរពដូចគ្នាមិនអាចចេញមកហើយបកស្រាយផ្ទុយនឹងខ្លឹមសារនឹងទេខ្ញុំបើកវងកញ្ចក់នេះខ្ញុំចង់សម្ដៅទៅលើកិច្ចព្រមព្រៀងគឺសេចក្តីថ្លែងការណ៍រួមនៃបទជបាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025គឺកម្ពុជាបាននិយាយថាអ្នកណានៅកន្លែងណាអ្នកនឹងនៅកន្លែងហ្នឹងមានខមួយគឺប្រការ2នៅក្នុងកិច្ចព្រមព្រៀងនិយាយអញ្ចឹងថាទាហានខ្មែរនៅកន្លែងណាឬទាហានថៃនៅកន្លែងណាដែលត្រឹមថ្ងៃដែលចុះហត្ថលេខាហ្នឹងគឺនៅបន្តឈរជើងគ្រប់គ្រងទីតាំងតំបន់ហ្នឹងតទៅទៀតនៅក្នុងរយៈពេលនៃកិច្ចសន្យានៃបទជបាញ់ហ្នឹងអញ្ចឹងបានន័យថាកម្ពុជាព្រមទទួលស្គាល់ថាថៃនៅគ្រប់គ្រងដែនអធិបតេយ្យដែលវាយបានហើយអត់ដកទៅវិញគឺថៃនៅរក្សាការដែលតបអីនៅកន្លែងហ្នឹងគឺថៃគ្រប់គ្រងដែនអធិបតេយ្យរបស់កម្ពុជាក្រោយមកកម្ពុជាក៏បាននិយាយថាដែនអធិបតេយ្យដែលថៃគ្រប់គ្រងបានហ្នឹងគឺមាន14ទីតាំងហើយទៅតែក្រោយមកទៀតនេះថ្មីនេះក្រសួងការបរទេសហើយនឹងរដ្ឋាភិបាលកម្ពុជាលើកឡើងទៅវិញជំទាស់ទៅនឹងថៃដោយចោទប្រកាន់ថៃថាសកម្មភាពដែលថៃធ្វើនៅក្នុងតំបន់ដែលគ្រប់គ្រងបងប្អូនខ្ញុំប្រើពាក្យម្ដងទៀតណានៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសគាត់ថាថៃសកម្មភាពដែលថៃប្រព្រឹត្តនៅក្នុងតំបន់ដែលថៃកំពុងគ្រប់គ្រងត្រួតត្រាដែនអធិបតេយ្យរបស់កម្ពុជាដែលមាននៅក្នុងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍បទជបាញ់ហ្នឹងណាគឺជាអំពើខុសច្បាប់សកម្មភាពខុសច្បាប់នេះគឺជាការផ្ទុយនឹងគោលការណ៍ Estopel ហើយគោលការណ៍ Estopel នៃច្បាប់អន្តរជាតិបានន័យថាយើងមិនអាចទៅចុះហត្ថលេខាសញ្ញេជាមួយគេហើយព្រមព្រៀងថាដីហ្នឹងគឺគេគ្រប់គ្រងនៅកន្លែងណានៅកន្លែងហ្នឹងហើយដល់ទៅពេលគេធ្វើអីនៅកន្លែងណាកន្លែងហ្នឹងដែលអត់មានកិច្ចព្រមព្រៀងចែងថាហាមឈូសឆាយទីតាំងនេះហាមដាក់លូហាមជីកត្រង់សេហាម
ស្អីគេដូរវាយផ្ទះប្រជាពលរដ្ឋអីវាយផ្ទះសម្បែងនៅក្នុងក្រោមដែនអធិបតេយ្យនៃការគ្រប់គ្រងរបស់ខ្លួនបានវាអត់មានខហ្នឹងហើយស្រាប់តែទៅចោទថៃថាប្រព្រឹត្តផ្ទុយឬក៏ធ្វើឲ្យខុសពីកិច្ចសន្យាឬកិច្ចព្រមព្រៀងផ្ទុយគេហៅថាប្រឆាំងនឹងគោលការណ៍ Estopel មិញនេះដែលយើងព្រមព្រៀងគ្នាហើយស្រាប់តែយើងក្បត់អញ្ចឹងកម្ពុជាខ្លួនឯងទេខ្ញុំនិយាយនេះបងប្អូនខ្ញុំរៀងហួសឆ្ងាយអំពីច្រកដែលនិយាយអំពីទៅ ICJ បន្តិចណាខ្ញុំគ្រាន់តែថាលើកការគោលការណ៍ Estopel ហ្នឹងគឺបានន័យថានៅពេលដែលយើងព្រមព្រៀងគ្នាហើយយើងមិនអាចទៅទាត់ចោលយើងសញ្ញេលើដៃហើយយើងអាចយកជើងលុបវិញបានទេកម្ពុជាញយដងណាគឺយកសកម្មភាពរបស់ថៃដែលប្រព្រឹត្តនៅក្នុងដែនអធិបតេយ្យដែលដែនដែលដាក់ថៃគ្រប់គ្រងបានហើយដែលកម្ពុជាលោកទាសីហាសញ្ញេប្រាប់ថាអ្នកណានៅណាហើយគេធ្វើអីនៅក្នុងហ្នឹងតែចោទគេថាធ្វើខុសជាការពិតយើងវាខុសហើយទៅវាយផ្ទះប្រជាពលរដ្ឋខ្មែរទៅវាយអីទៅវាយជីកលេនឋានយករូបបដិមាអីមករុញរូបវិស្ណុអីទៅកំទេចចោលដាក់ប្រពុតរូបបដិមាប្រពុតអីកសាងហេដ្ឋារចនាសម្ព័ន្ធដូចថាផ្លូវមានជីកចាក់បេតុងចាក់អីវារកម្មចិត្តសម្រាប់ប្រជាពលរដ្ឋកម្ពុជាណាក៏ប៉ុន្តែវានៅក្នុងដែនដែលយើងព្រមឲ្យគេគ្រប់គ្រងទៅហើយតែយើងទៅថាអីបើគេយើងព្រមថាអ្នកណានៅណានៅហ្នឹងរឿងយើងទេកំហុសរបស់កម្ពុជាទេបើសិនជាមុននឹងចុះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ហ្នឹងយើងប្រាប់ថាអត់ទេថយទៅវិញសិនណាថយទៅមុននឹងអាថ្ងៃទី28ខែឧសភាណតាំងពីព្រឹត្តិការណ៍បាញ់ស្លាប់លោកសួនរោនបើថយទៅបន្តិចប៉ុណ្ណឹងថយដល់ដើមប៉ុណ្ណឹងសំចោះហត្ថលេខាអាហ្នឹងអត់មានរឿងអីទេតែថៃហ៊ានចូលមកទៀតខុសហើយប៉ុន្តែដល់ពេលយើងព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងនេះគឺយើងជាប់លក្ខខណ្ឌមួយគឺលក្ខខណ្ឌ Estopel នេះហើយលក្ខខណ្ឌនៃគោលការណ៍ Estopel ដែលថាយើងអាចនឹងបកស្រាយឲ្យផ្ទុយពីអ្វីដែលយើងសញ្ញេឲ្យគេទេអូខេអាហ្នឹងគឺន័យគឺអញ្ចឹងហើយដល់ពេលខ្មែរដើម្បីស្អំចិត្តប្រជាពលរដ្ឋគឺថាអាសកម្មភាពហ្នឹងយើងអត់ទទួលស្គាល់ទេយើងអត់ទទួលស្គាល់ទេបើយើងទទួលស្គាល់ហើយបាត់ទៅហើយហ្នឹងយើងអត់ទទួលស្គាល់បានតែក្នុងករណីដែលថៃឆ្លៀនពៀនលើសពីចំណុចដែលព្រមព្រៀងគ្នាទេនេះអ្វីដែលលោកហ៊ុនម៉ាណែតលើកឡើងទៅប្រាប់សារព័ត៌មានអន្តរជាតិនេះថាថៃឆ្លៀនពៀនលើសពីអ្វីដែលព្រមព្រៀងគ្នាកន្លែងណាខ្លះអត់ប្រាប់សោះលោកអ៊ុំសំអានរកឃើញ45កន្លែងកម្ពុជាមានតែ14កន្លែងហ្នឹងនៅជាប់ផុងនៅនឹងរហូតអត់ដែលអាប់ដេតអីសោះអត់ដែលកែអាហ្នឹងដូចយើងប្រើ iPhone 6 ចឹងឥឡូវគេអាប់ដេតដល់ iPhone 17ហើយយើងនៅតែប្រើ iOS ជំនាន់ iPhone 6 ដដែលវាអត់ទៅមុខតែគេទៅអាប់ដេតវាដើម្បីឲ្យដើរទាន់គេតែយើងអត់អាប់ដេតទេយើងនៅប្រើ version ចាស់នឹងរហូតហើយទៅបកស្រាយថាគេឥឡូវគេឆ្លៀនពៀនយើងបន្ថែមទៀតឆ្លៀនពៀនកន្លែងណាខ្លះអានេះចំណុចនេះហើយដែលយើងអាចចោទថៃថារំលោភឆ្លៀនពៀនដែនអធិបតេយ្យកម្ពុជាហើយជាអំពើខុសច្បាប់មិនទទួលស្គាល់បានវាអត់ប្រឆាំងនឹងគោលការណ៍ Estopel ទេព្រោះអីថៃឆ្លៀនពៀនក្រោយបទជប់បាញ់តែបើនៅក្នុងបទជប់បាញ់គេធ្វើអីនៅក្នុងដី14កន្លែងហ្នឹងយើងអត់ទៅប្តឹងគេកើតទេយើងតទៅសើរើពីខាងលើណាបិទវងកញ្ចក់មកវិញអញ្ចឹងគោលការណ៍ទី2ដែលលោកឡុងបញ្ញវុฒលើកឡើងអំពីគោលការណ៍ Estopel នេះគឺជាគោលការណ៍មួយដែលមានន័យថារដ្ឋមួយមិនអាចនិយាយផ្ទុយពីអ្វីដែលខ្លួនធ្លាប់ទទួលស្គាល់ទេនឹងអនុវត្តអស់រយៈពេលយូរបានពីមុនមកហើយស្រាប់តែមកចុងក្រោយស្រាប់អត់ទទួលស្គាល់ក៏មិនអាចធ្វើបានដែរលោកឡុងបញ្ញវុฒបន្ថែមថាជាច្រើនសតវត្សមកហើយដែលថៃទទួលយកបន្ទាត់ព្រំដែននឹងមិនបានតវ៉ាជាក់លាក់ទេហើយបើថ្ងៃហ្នឹងថៃបដិសេធទៅវិញនោះបានន័យថាផ្ទុយនឹងគោលការណ៍ good faith គោលការណ៍សុឆន្ទៈនឹងបំណងល្អតកតងនឹងការព្រមទទួលស្គាល់ហើយបែរទៅជាមិនទទួលស្គាល់អ្វីដែលខ្លួនព្រមព្រៀងគ្នាអានេះគឺជាអ្វីដែលកម្ពុជាមិនបានអាចតវ៉ាបានអញ្ចឹងគោលការណ៍ទី2ច្រកទី2នេះយើងកុំធ្វើឲ្យផ្ទុយគោលការណ៍នេះព្រោះអីលោកឡុងបញ្ញវុฒលើកឡើងនេះគឺហាក់បីដូចជាប្រាប់ថាថៃកំពុងតែឲ្យដងដាវមកខ្មែរទេនៅក្នុងន័យថាស្រាប់តែសុកមកបកស្រាយរឿងព្រំដែនអីណាតាមផែនទីខ្នាត1លើ50,000មានខ្នាត1លើ50,000មកពីណាគោលការណ៍ Estopel គឺបានន័យថាខ្នាតលើ1-200,000ថៃអត់ដែលចំទាស់ទេគឺបានន័យថាទទួលស្គាល់តាំងពីរឿងចំនួនព្រំដែនខ្មែរថៃជាមួយនឹងករណីប្រាសាទព្រះវិហារ2ដងគឺឧបសម្ព័ន្ធមួយនៃផែនទីគេប្រើខ្នាត1/200,000តាហេតុអីបានជាថៃអាចហើយដល់ពេលថៃអនុវត្តគោលការណ៍ដូចខ្ញុំនិយាយចឹងគឺទី1
គោលការណ៍លោកឡុងបញ្ញវុឌ្ឍលើកមិញហ្នឹងគឺសន្ធិសញ្ញា Washington ឆ្នាំ1946ផងហើយនឹងមានគោលការណ៍ Estopel នេះទៀតដូច្នេះថៃកំពុងតែជាប់នៅក្នុងកាតព្វកិច្ចផ្លូវច្បាប់ដែលអត់ប្រកែកបានទេនេះគឺជាច្រកទី2ដែលកម្ពុជាមានដងដាវអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិអឺថៃមិនអាចប្រកែកថាទទួលស្គាល់ហើយមិនទទួលស្គាល់វិញទេអាហ្នឹងទី2ទី3ច្រកទី3ដែលកម្ពុជាអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បានគឺលោកឡុងបញ្ញវុឌ្ឍដកស្រង់មាត្រា60នៃបណ្ដឹងបកស្រាយមាត្រា60នៃលក្ខន្តិកៈរបស់ទីតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះខ្ញុំក៏បានទៅផ្ទៀងផ្ទាត់ដែរព្រោះអីអ្វីដែលលោកមេធាវីឡុងបញ្ញវុឌ្ឍលើកឡើងនេះគឺខ្ញុំបានផ្ទៀងផ្ទាត់គ្រប់ចំនួនតាក់ទងនឹងការរកឯកសារស្រាវជ្រាវដើម្បីជួយមើលដែរថាតើលោកនិយាយមានហេតុផលសមរម្យឬយ៉ាងណាហើយខ្ញុំរកឃើញឯកសារផ្ទៀងផ្ទាត់ដែលលោកនិយាយតាក់ទងនឹងអង្គហេតុនិងអង្គច្បាប់ពិតប្រាកដបាទមាត្រា60ខ្ញុំនឹងចូលមាត្រា60ដែលលោកឡុងបញ្ញវុឌ្ឍមានប្រសាសន៍មិញខ្ញុំបានឥឡូវខ្ញុំដកស្រង់មាត្រា60នៃលក្ខន្តិកៈទីក្រុងរ៉ូមដែលជាក្បួនច្បាប់សម្រាប់តុលាការយុត្តិធម៌អន្តរជាតិមកបកស្រាយតាក់ទងនឹងពេលដែលភាគីនៅក្នុងចំនួនទាមទារឲ្យតុលាការបកស្រាយសាលដីកាឬសាលក្រមបងប្អូនត្រូវចាំណារឿងមួយដែលសំខាន់រឿងអីក៏ដោយនៅក្នុងមាត្រា60នេះតិចទៀតបងប្អូននឹងយល់ដែរតុលាការយុត្តិធម៌អន្តរជាតិនេះតែពេលសម្រេចក្តីអីហើយសាលក្រមនឹងคล้ายទៅជាសាលដីកាសេចក្តីសម្រេចគឺคล้ายទៅជាសាលដីកាពាក្យថាសាលដីកាគឺជាអំណាចអាជ្ញាតុលាការបិទផ្លូវតវ៉ាវាអត់មានភាគីណាមកតវ៉ាសើរើសាលដីកានឹងបានជំនុំជម្រះក្តីឡើងវិញអត់បានទេអត់មានភាគីណាមួយមកដាក់សុំឲ្យជំនុំជម្រះក្តីរឿងព្រះវិហារឡើងវិញបានអត់បានទេគឺច្បាប់មិនអនុញ្ញាតទេព្រោះអីនៅក្នុងគោលការណ៍ច្បាប់គេមានភាសាឡាតាំងមួយគឺ res judicata ភាសាច្បាប់មានន័យថាអាជ្ញាអស់ជំនុំបានន័យថារឿងក្តីមួយតែពេលដល់អាជ្ញាអស់ជំនុំបានន័យថាអត់មានជំនុំអីការទៀតទេព្រោះច្បាប់មិនអនុញ្ញាតឲ្យយើងសើរើរឿងរាប់រយរាប់ពាន់បើយើងនៅតែជ្រុំរឿងដដែលបើកបានដដែលយើងកាត់ក្តីអត់ចប់ទេដូច្នេះតែពេលបិទផ្លូវតវ៉ាគឺអត់អាចតវ៉ាបានអានេះហើយដែលតាក់ទងនៅក្នុងគោលការណ៍នៃមាត្រា60នៃច្បាប់ប៉ុន្តែមិនមែនបានន័យថាអូអញ្ចឹងបានន័យថាយើងអាចប្តឹងថៃបានទៀតទេបានប៉ុន្តែមិនមែនប្តឹងសើរើសំណុំរឿងទេមាត្រា60ផ្ដល់ច្រកឲ្យយើងប្តឹងឲ្យតុលាការបកស្រាយសាលដីការបស់ខ្លួនដែលមានភាពមន្ទិលគូមកខាងបកស្រាយយកតែរៀងខ្លួនគូមកខាងទៀតបកស្រាយយកតែរៀងខ្លួនចុងក្រោយឆ្លោះគ្នាឈុលដោយសារខ្លឹមសារនៃសាលដីកានៅក្នុងមាត្រា60គឺគេបានពន្យល់ថាសំណុំរឿងអីក៏ដោយដែលបិទទៅហើយដែលអស់អាជ្ញាអស់ជំនុំលែងបើកផ្លូវឲ្យតវ៉ាបានហើយគូភាគីនៅតែអាចតវ៉ាប្តឹងទៅតុលាការនេះបានហើយការប្តឹងនេះទៀតសោតនៅក្នុងមាត្រា60អត់ត្រូវការព្រមព្រៀងពីភាគីណាទេព្រោះវាមិនមែនជាបណ្ដឹងថ្មីទេគឺសុំឲ្យបកស្រាយរឿងអីបកស្រាយរឿងដែលមន្ទិលតាក់ទងនឹងផែនទីឧបសម្ព័ន្ធទី1ដែលគេដាក់នៅក្នុងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ1962និងឆ្នាំ2013ដែលតាក់ទងរឿងប្រាសាទព្រះវិហារ2លើកនេះតាមពិតរឿងប្រាសាទព្រះវិហារអាជ្ញាអស់ជំនុំតាំងពីឆ្នាំ1962មកម្លេះពេលដែលតុលាការកាត់ក្តីឲ្យកម្ពុជាឈ្នះក្តីថៃហើយគឺសាលដីកានេះចូលជាស្ថាពរភាគីអត់អាចតវ៉ាបើកសំណុំរឿងនេះឡើងវិញបានទេបងប្អូនមានឆ្ងល់ទេហេតុអីបានកម្ពុជាអាចនឹងប្តឹងថៃបានម្ដងទៀតលើកទី2ចូលទៅក្នុងតុលាការនេះកាលពីមានចំនួនផ្ដាប់អាវុធ2008ហើយប្តឹង2011តុលាការកាត់ក្តីឆ្នាំ2013ឲ្យខ្មែរឈ្នះទៀតពេលដែលកម្ពុជាប្តឹងថៃលើកទី2តាក់ទងប្រាសាទព្រះវិហារមិនមែនប្តឹងបើកសំណុំរឿងប្រាសាទព្រះវិហារទេគឺមិនមែនឲ្យកាត់ជំនុំជម្រះក្តីសារដើមពីចំណុច0មកវិញទេអត់ទេគឺសុំឲ្យតុលាការបកស្រាយសាលដីការបស់ខ្លួនដែលមានខ្លឹមសារ
ថៃគេយកចំណេញហើយនៅតែទន្ទ្រានឈ្លានពានយកតំបន់នៅជុំវិញប្រាសាទព្រះវិហារព្រោះអីកាលឆ្នាំ1962តឡាការកាត់ក្តីថាបើផ្អែកទៅលើផែនទីឧបសម្ព័ន្ធមួយនៃសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ឆ្នាំ1907គឺទឹកដីកម្ពុជាគឺប្រាសាទព្រះវិហារគឺជាកម្មសិទ្ធិរបស់ខ្មែរនិងតំបន់ជុំវិញនឹងគាត់ថាតំបន់ជុំវិញហ្នឹងគឺតឡាការអត់ទាន់បកស្រាយឲ្យច្បាស់ថាតំបន់ជុំវិញហ្នឹងក៏ជាផ្នែកនៃរបស់កម្ពុជាដែរក៏ប៉ុន្តែថៃគេថាតឡាការបកស្រាយមិនច្បាស់លាស់ទេតំបន់ជុំវិញមិនកំណត់កន្លែងណាទេអញ្ចឹងថៃចាត់ទុកថាត្រឹមចដើប្រាសាទព្រះវិហារគឺជាដីខ្មែរចុះពីប្រាសាទចុះពីចដើទៅគឺជាដីថៃអញ្ចឹងណាបងប្អូនថៃគិតឆ្នាំ1962ក្រោយតវ៉ាក្រោយតែសម្រេចក្តីហើយគឺថៃអត់ទទួលស្គាល់តំបន់ហ្នឹងថាប្រាសាទព្រះវិហារជារបស់ខ្មែរថៃអត់ប្រកែកទេបានន័យថាម៉េចថៃទទួលស្គាល់ថាប្រាសាទព្រះវិហារជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្មែរហើយដីដែលនៅតែថៃប្រកែកគឺដីដែលនៅជុំវិញហ្នឹងអញ្ចឹងហើយបានជាថៃគិតថាយកបលាលួសទៅបាំងដីនៅជាប់ជើងប្រាសាទព្រះវិហារអត់ឲ្យយើងចូលបានតើមានអ្នកណាកាត់ក្តីឲ្យផ្ទះคล้ายទៅជាកម្មសិទ្ធិរបស់យើងហើយដីជុំវិញផ្ទះគឺជាកម្មសិទ្ធិរបស់ថៃហើយយើងទៅចូលប្រាសាទព្រះវិហារដល់ចុះតាមខ្សែរ៉តពីលើដើមចុងចទាលឬក៏ពីកតុំរុយឬក៏យ៉ាងម៉េចវាត្រូវតែដើរចូលវាត្រូវតែដីជុំវិញវាមិនដែលណាកាត់ដីផ្ទះឲ្យយើងហើយដោយតំបន់ជុំវិញហ្នឹងហើយយើងនៅកណ្ដាលកោះហើយយើងទៅចូលផ្លូវហ្នឹងរួចបើសិនជាដីកម្មសិទ្ធិជុំវិញជារបស់អ្នកដទៃអញ្ចឹងថៃគេបកស្រាយអញ្ចឹងថាតឡាការកាលហ្នឹងកាត់ឲ្យព្រះវិហារឈ្នះទៅមកខ្មែរមែនប៉ុន្តែដីក្បែរហ្នឹងដីរបស់ថៃដោយសារតែរឿងហ្នឹងហើយបានជាថៃឈ្លានពានតំបន់កែវសិក្ខាគិរីស្វារៈវិលឥន្ទ្រីវិលអីហ្នឹងបាញ់គ្នាស្លាប់មនុស្សអស់មួយកណោបងប្អូននៅចាំហ្នឹងមិនអញ្ចឹងណាធ្វើឲ្យកម្ពុជាមិនមែនសើរើសំណុំរឿងទេប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិសុំឲ្យបកស្រាយសាលដីកាហ្នឹងតាក់ទងនឹងដីនៅជុំវិញប្រាសាទព្រះវិហារហ្នឹងតើបានមកខ្មែរដែរឬយ៉ាងណាហើយដូចចិត្តតុលាការនេះគឺត្រង់មាត្រា60ហើយខ្ញុំនឹងបកស្រាយមាត្រា60ឲ្យបងប្អូនយល់ម្ដងទៀតមាត្រា60នៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិនេះចែងចេះថារាល់សាលដីកាដែលចេញដោយតុលាការនេះគឺជាសាលដីកាសម្រាប់ចុងក្រោយជាស្ថាពរបិទផ្លូវតវ៉ាហើយមានគោលការណ៍មួយគឺគោរពច្បាប់អាជ្ញាអស់ជំនុំឬក៏ res judicata ដែលខ្ញុំបានជម្រាបជូនបងប្អូនមិញហ្នឹងគឺបានន័យថាអស់ជំនុំឯរឿងហ្នឹងអត់ជំនុំទៀតទេក៏ប៉ុន្តែតុលាការនេះមានអាណត្តិមួយដែលក្នុងការដោះស្រាយចំនួនគឺបកស្រាយខ្លឹមសារឬក៏វិសាលភាពនៃសាលដីកាដែលតុលាការបានចេញទៅហើយប៉ុន្តែភាគីនៃចំនួនគឺស្នើសុំឲ្យបកស្រាយឡើងវិញអាចភាគីទាំងពីរអាចភាគីតែមួយក៏បានដែរអ្នកបងប្អូនកន្លែងនេះគឺជារឿងការដែលកម្ពុជាមានសិទ្ធិឲ្យបកស្រាយសាលដីកាឡើងវិញហើយឲ្យបកស្រាយផែនទីឡើងវិញដើម្បីឲ្យច្បាស់លាស់ថាផែនទីហ្នឹងប្រើសម្រាប់គ្រប់គ្រងដែនខ្មែរតែតំបន់ព្រះវិហារឬក៏ផែនទីឧបសម្ព័ន្ធហ្នឹងគឺសម្រាប់ផែនទីនៅព្រំប្រទល់ខ្មែរទាំង800គីឡូម៉ែត្រហ្នឹងអានេះហើយគឺជាដងដាវរបស់កម្ពុជាហើយនៅក្នុងហ្នឹងគឺបាននិយាយថាភាគីអាចប្តឹងទាំងពីរក៏បានប្តឹងតែមួយអ្នកក៏បានដូច្នេះហើយបងប្អូនមានចាំទេកាលពីឆ្នាំ2008 2011 2000ដែលខ្មែរប្តឹងថៃឲ្យបកស្រាយថៃអត់ទទួលស្គាល់យុត្តាធិការរបស់តុលាការនេះទេថៃថាខ្ញុំអត់ទទួលស្គាល់យុត្តាធិការប៉ុន្តែខ្មែរយកមាត្រា60នេះយកមកប្រើប្តឹងថៃបានឲ្យតុលាការបកស្រាយសាលដីកាតាក់ទងនឹងតំបន់នៅជុំវិញប្រាសាទព្រះវិហារអញ្ចឹងបើខ្មែរអាចបកសុំឲ្យតុលាការនេះបកស្រាយចំណុចនៅព្រំដែនព្រះវិហារបានតាក់ទងនឹងដីនៅជុំវិញហ្នឹងប្រាសាទបានយើងហើយតែដីថៃថាគេជារបស់គេបើទោះបីតុលាការថាដីជុំវិញហ្នឹងក៏ជារបស់ខ្មែរអញ្ចឹងចុងក្រោយតុលាការសម្រេចថាដីជុំវិញហ្នឹងក៏ជារបស់ខ្មែរដែរឃើញថៃចាញ់ក្តីពីរដងណាអស់ទាំងឲ្យទាំងប្រាសាទខ្មែរមកវិញដាច់ដីជុំវិញហ្នឹងក៏បានមកកម្ពុជាប៉ុន្តែក៏នៅមានភាពស្រពេចស្រពិលទៀតច្រើនដែរព្រោះតុលាការនេះកាត់ក្តីរឿងប្រាសាទព្រះវិហារគឺព្រំដែនយើង800គីឡូម៉ែត្រមិនអាចទៅកាត់គ្រប់ចំណុចទេហើយភាគីកម្ពុជាក៏មិនអាចទៅយកផែនទី800ឬក៏ចំនួនព្រំដែន800គីឡូម៉ែត្រហ្នឹងយកទៅដាក់ប្តឹងទាំងអស់ហ្នឹងគ្មាននរណាគេកាត់ក្តីយើងដែរតើតែយើងលើកចំណុចមួយ
ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីភ្នំទ្របឥឡូវហ្នឹងដីទាំង14ទីតាំងនេះយើងអាចប្តឹងអញ្ចឹងបានឬក៏ចំណុច45ដូចលោកអ៊ុំសំអានលើកឡើងហ្នឹងគឺអាចប្តឹងចំណុចជាក់លាក់អញ្ចឹងហើយបានជាខ្ញុំចេះតែទាមទារឲ្យលោកហ៊ុនម៉ាណែតប្រាប់មកថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាក្រោយបាត់ជប់បាញ់កុំនិយាយពីរឿងពេលបាត់ជប់បាញ់ពេលដែលយើងព្រមព្រៀងឲ្យថៃឈរជើងនៅណាឈរជើងនៅណាសុំផ្អាកនឹងនិយាយរឿងហ្នឹងសិនណាបងប្អូនរកម្មចិត្តបានហើយឃើញគេយកនេះឥឡូវគេឈូសអាភូមិជោគជ័យភូមិព្រៃច័ន្ទអីហ្នឹងគេដូរស្លាកភូមិដូរផ្លូវថ្នល់អីហ្នឹងទៅជាផ្លូវទាហានពលីរបស់គេហ្នឹងដាក់ឈ្មោះផ្លូវហ្នឹងជាឈ្មោះទាហានពលីថៃគេធ្វើអីធ្វើទៅព្រោះជាសិទ្ធិរបស់គេនៅក្នុងការធ្វើយើងគ្មានស្អីទៅហាមគេបានទេបានតែឈឺចាប់ព្រោះយើងឲ្យគេឈរជើងនៅកន្លែងណាឈរជើងនៅកន្លែងហ្នឹងបើសិនជាអាក្នុងកិច្ចបាត់ជប់បាញ់ហ្នឹងបើយើងវាយយកដីថៃបាន4 10កន្លែងកុំឲ្យអត់សោះដូចអញ្ចឹងណាក៏យើងឈូសឆាយបានដូចតែគ្នាដែរវាអត់មានអីថៃមកទាស់យើងបានទេព្រោះអីព្រមឲ្យយើងឈរជើងនៅកន្លែងណាបើយើងនិយាយឲ្យយុត្តិធម៌គឺអញ្ចឹងទៅរករឿងគេនៅពេលដែលគេកំពុងតែធ្វើអីនៅលើដីថាដីយើងពីមុនមកប៉ុន្តែឥឡូវយើងយល់ព្រមឲ្យគេគ្រប់គ្រងកន្លែងហ្នឹងហើយតែយើងទៅទាស់គេមិនបានរឿងទាស់គេបានតែអារឿងតែបើទាស់គេវាចូលនៅក្នុងអាគោលការណ៍ទី2ហ្នឹងគឺយើងក្បត់នឹងអាគោលការណ៍របស់ខ្លួនឯងនិយាយជំទាស់ខ្លួនឯងតើអ្នកណាគេជឿយើងដូច្នេះឈប់និយាយពីរឿងថៃធ្វើអីនៅក្នុងដីដែលថៃកំពុងគ្រប់គ្រងហើយមាននៅក្នុងសេចក្តីថ្លែងការណ៍រួមអាហ្នឹងយើងនិយាយស្អំចិត្តថាកុំឲ្យយើងនឹងអត់និយាយអីសោះទេប៉ុន្តែអត់បានទេគឺគេថៃគេនឹងយកអាហ្នឹងមកការពារខ្លួនគេថាអត់មានទេយើងចាស់កិច្ចព្រមព្រៀងគេនិយាយ100សារគេថាគេធ្វើទៅតាមអ្វីកិច្ចព្រមព្រៀងតាបាត់ឈប់បាញ់គេអត់មានបានបង្កើនតបមកថ្មីគេគាត់ឈូសឆាយធ្វើអាកន្លែងដែលតំបន់ដីដែលគេគ្រប់ហើយគេថាដីនឹងដីគេពីមុនទៀតផងណាគេសំអាងពីរឿងទី1គេថាដីនឹងដីពីមុនគេទៅដើមបានយកមកវិញទី2គេថាដីនឹងមានកិច្ចព្រមព្រៀងគ្នាណាហ្នឹងហើយអញ្ចឹងយើងកុំទៅតោមនិញរឿងហ្នឹងគ្រាន់តែថាយើងមិនសប្បាយចិត្តល្អហើយប៉ុន្តែកុំយកវាជានយោបាយប្រជាពិធថាយើងមិនទទួលស្គាល់ដីហ្នឹងយើងមិនទទួលស្គាល់មិនបើយើងទទួលស្គាល់ហើយតែយើងមិនទទួលស្គាល់ដីដែលគេឈ្លានពានក្រោយបាត់ឈប់បាញ់នេះវាអត់មាននៅក្នុងกระดาษទេតែគេឈប់បាញ់តែលោកហ៊ុនម៉ាណែតដើរស្រែកប្រាប់គេជុំវិញពិភពលោកហ្នឹងតើដីណាខ្លះអញ្ចឹងហើយបានថាក្រសួងការបរទេសក្រសួងការពារជាតិត្រូវការបង្ហាញប្រាប់បងប្អូនមើលថាដីណាខ្លះកុំឲ្យចេះតែស្មានចេះតែនិយាយថាគេចិនទន្ទ្រានឈ្លានពានក្រោយបាត់ឈប់បាញ់ហើយធ្វើឲ្យប្រជាពលរដ្ឋវល់ថាអញ្ចឹងអាដីដែលគេកំពុងធ្វើហ្នឹងឈ្លានពានក្រោយបាត់ឈប់បាញ់ឬក៏ព្រមព្រៀងគ្នារួចហើយអញ្ចឹងយើងអត់ដឹងកុងតឺន័រហ្នឹងគេដាក់នៅកន្លែងដីក្រោយបាត់ឈប់បាញ់ឬក៏ឈប់បាញ់គ្នាយើងព្រមព្រោះអីយើងអាចច្រកអានសេះហ្នឹងក៏យើងមាននៅក្នុងការព្រមឲ្យគេគ្រប់គ្រងអានៅថ្មដានៅស្អីហ្នឹងក៏យើងមានតែអញ្ចឹងតើចម្ងាយប្រមាណដែលគេចូលមកយើងឃើញហើយខ្មែរដាក់ថាចង្កិលចូលមកប្រហែលជាប្រមាណទេ300ម៉ែត្រជាងអីណា297ម៉ែត្រទេខ្ញុំចាំមិនអស់ហើយនៅកន្លែងខ្លះប៉ុន្តែអត់បាននិយាយពីតំបន់ណាផ្សេងហ្នឹងឲ្យដាក់មើលច្បាស់លាស់ព្រោះដីខ្មែរមកចង្អាម1មីលីម៉ែត្រណាក៏បោះខ្មែរដែរបើគេឆ្លៀតពៀនប្រមាណសូមឲ្យកូនខ្មែរដឹងតែយើងនិយាយច្បោលវាធ្វើឲ្យយើងគ្រាន់តែធ្វើនយោបាយគេហៅថាគេហៅនយោបាយបែបគ្រាន់តែផ្សព្វផ្សាយដើម្បីឲ្យថៃគេថាអ្នកឯងឆ្លៀនពៀនប៉ុន្តែអត់មានកតិយុត្តគោលការណ៍ច្បាប់គឺយើងអត់មានតម្លៃអត់មានទម្ងន់ទេតើតែយើងប្តឹងគេឲ្យដាក់តំបន់ទាំងអស់នោះឲ្យនេះអាហ្នឹងបានថាឈ្នះច្បាប់គេណាឥឡូវឃើញហើយមានគោលការណ៍3មាត្រា60ឥឡូវខ្ញុំបកមកមាត្រា60ដើម្បីអានសេចក្តីខ្លឹមសាររបស់លោកលងបញ្ញវុฒิដែលលោកបញ្យលវិញលោកថាមាត្រា60បណ្ដឹងបកស្រាយសាលដីកាឆ្នាំ1962និង2013ជាសេចក្តីសម្រេចស្ថាពរនិងចងកាតព្វកិច្ចភាគីទាំងពីរមាត្រា60គឺគេបើកទុកឲ្យមាត្រា60នេះសំទោសបាទមាត្រា60នេះគឺវាមានបើសិនជាមានវិវាទលើអត្ថន័យឬវិសាលភាពនៃសាលដីកាតុលាការអាចបកស្រាយបានដោយមិនចាំបាច់មានការយល់ព្រមពីពីភាគីទេឬក៏ពីសំទោសមិនបាច់មានការយល់ព្រមពីភាគីថៃទេដូច្នេះបើថៃបដិសេធឧបសម្ព័ន្ធមួយដែលផែនទីឧបសម្ព័ន្ធមួយឬប្រើផែនទីឯកតោភាគីនោះវាជាវិវាទលើការបកស្រាយមិនមែនជាវិវាទអធិបតេយ្យថ្មីទេចុងនៅក្នុងសាលដីកាឆ្នាំ1962តុលាការបានយកផែនទីភ្ជាប់គឺផែនទីឧបសម្ព័ន្ធមួយជាមូលដ្ឋានដូច្នេះវាជាផែនទីព្រំដែនដែលមិនមែនត្រឹមតែជាផែនទីប្រាសាទទេច្រកទាំងអស់នេះសុទ្ធតែផ្ដល់ឱកាសឲ្យកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបានតែក្នុងអត្ថបទនេះលោកថាផ្ដោតតែចំណុចទាំង3នេះលោកបានឥឡូវស្ដាប់សេចក្តីសន្និដ្ឋានរបស់លោក
ឡុងបញ្ញវុត្តវិញសេចក្តីសន្និដ្ឋានរបស់លោកសរុបអញ្ចេះជាចុងក្រោយសំណួរមិនមែនថាកម្ពុជាអាចប្តឹងទៅ ICJ ឬអត់ទេគាត់ថាមិនមែនជាសំណួរអាហ្នឹងសំណួរពិតប្រាកដគឺថាកម្ពុជានឹងប្រើយន្តការច្បាប់អន្តរជាតិដោយមានយុទ្ធសាស្ត្រអមផងត្រឹមត្រូវនិងមានប្រសិទ្ធភាពដែរឬទេព្រោះប្តឹងបានតើយើងមានយុទ្ធសាស្ត្រដែលធ្វើឲ្យត្រឹមត្រូវបានដែរឬទេវិវាទសពថ្ងៃមិនមែនជាការទាមទារអធិបតេយ្យថ្មីឡើយក៏ប៉ុន្តែវិវាទនេះគឺវាវិវាទលើវិសាលភាពនៃសាលដីកាដែលមានស្រាប់ហើយសាលដីកាមានអំណាចផ្លូវច្បាប់និងមានកម្លាំងចងកាតព្វកិច្ចចំពោះភាគីទាំងពីរបើមានការបកស្រាយផ្ទុយគ្នាលើផែនទីឧបសម្ព័ន្ធមួយការប្រើផែនទីឯកតោភាគីដើម្បីកាត់បន្ថយវិសាលភាពនៃសាលដីកាតើវាអាចត្រូវរួចដូច្នេះដែរឬទេបើមានការយកគោលការណ៍បែងចែកលំហូរទឹកមកជំនួសមូលដ្ឋាននៃតុលាការតើតុលាការអាចទទួលស្គាល់ដែរឬទេជាមូលដ្ឋានតើតុលាការអាចទទួលស្គាល់ដែរឬទេដូច្នេះវិវាទនេះគឺមិនស្ថិតលើដីថ្មីទេគឺវាស្ថិតលើការបកស្រាយសាលដីកាដែលមានស្រាប់ដូច្នេះមាត្រា60គឺជាជំរើសច្រកទី3នេះគឺជាជំរើសដែលល្អបំផុតដែលលោកមេធាវីឡុងបញ្ញវុត្តថាកម្ពុជាបើជ្រើសរើសគួរយកជ្រើសរើសជំរើសមួយនេះដើម្បីឲ្យថៃដើម្បីឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលដីកាឆ្នាំ2062ឬក៏2013ឡើងវិញតាក់ទងនឹងផែនទីឧបសម្ព័ន្ធខ្ញុំសរុបប្រសាសន៍របស់លោកឡុងបញ្ញវុត្តក៏ប៉ុន្តែខ្ញុំសញ្ញុកបន្តិចព្រោះអីវែងណាស់គាត់ទៅសេវែងហើយខ្ញុំពុំមានពេលគ្រប់គ្រាន់នឹងបកស្រាយអស់គាត់នឹងលើកអញ្ចេះលោកឡុងបញ្ញវុត្តលើកមានហេតុផលសមស្របនឹងអាចទទួលយកបានត្រង់ថាពេលដែលឆ្លោះគ្នារឿងព្រំដែនប្រាសាទព្រះវិហារថៃអត់ទទួលស្គាល់យុត្តាធិការរបស់កម្ពុជារបស់តុលាការយុត្តិធម៌អន្តរជាតិទេក៏ប៉ុន្តែសាលដីកានេះគឺកម្ពុជានៅតែអាចបើកសំណុំរឿងសាររើហើយតុលាការនៅតែទទួលស្គាល់បណ្ដឹងរបស់កម្ពុជាដដែលអញ្ចឹងមានន័យថាម៉េចមានន័យថាបើយើងសុំឲ្យតុលាការបកស្រាយរឿងបញ្ហាផែនទីគឺកម្ពុជាមានសិទ្ធិស្របច្បាប់ហើយតុលាការត្រូវតែបកស្រាយឡើងវិញដូច្នេះក្នុងន័យនេះគឺតុលាការអាចនឹងបកស្រាយទទួលបណ្ដឹងកម្ពុជាឲ្យបកស្រាយតាក់ទងនឹងផែនទីឧបសម្ព័ន្ធហើយនៅពេលដែលយើងយកផែនទីឧបសម្ព័ន្ធមួយដែលមាននៅក្នុងសន្ធិសញ្ញាបារាំងសៀម1904និងសន្ធិសញ្ញាបារាំងសៀម1907ដែលជាផែនទីខ្នាតមួយលើ200,000បានន័យថាដីទាំងអស់ដែលថៃកំពុងតែឈ្លានពាននេះគឺជាដីស្ថិតនៅក្នុងការបកស្រាយដូច្នេះបើឲ្យតុលាការនេះបកស្រាយផែនទីនេះឡើងវិញឧបសម្ព័ន្ធនេះពិតជាប្រើផែនទីខ្នាតលើ1-200,000មែនហើយវាស់វែងឲ្យស្រួលបួលដែលមានគឺត្រូវបានកម្ពុជាឬបានថៃមានតែវិធីនេះទេដែលចំនួនព្រំដែនកម្ពុជានឹងលែងមានតទៅទៀតចប់មួយសាបើធ្វើដូចសម័យនេះការទូងស្គរប្រជាពិធដ្ឋគឺយើងទៅសុំភ្លើងយកហើយគឺយើងមិនបានដំណោះស្រាយអីទេដូច្នេះសរុបសេចក្តីមកវិញកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ 100% ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិសុំឲ្យបកស្រាយផែនទីឧបសម្ព័ន្ធមួយនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904-1907ថាតើព្រំដែនហ្នឹងប្រើខ្នាតលើ1-200,000ឬក៏ប្រើខ្នាត1លើ50,000របស់ថៃបើសិនជាតុលាការនៅតែច្បាស់ថាតុលាការប្រកាន់ជំហរថាផែនទីព្រំដែនខ្មែរគឺត្រូវតែប្រើខ្នាតលើ200,000មិនដូចថៃប្រើលើ50,000ចឹងអាការសង្ឃឹមនឹងបានដីមកពីថៃវិញនឹងបានប៉ុន្តែបើចរចាទ្វេភាគីឬក៏អីនេះគឺសុំភ្លឹងយ៉ាក់ហើយព្រោះវាជាការចរចាទ្វេភាគីគឺយើងទៅនិយាយជាមួយអ្នកដែលទន្ទ្រានឈ្លានពានយើងហើយសុំឲ្យគេផ្ដល់ដីឲ្យយើងគេដែលផ្ដល់ឲ្យអីទេបាទខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះបងប្អូនខ្ញុំគិតថាពេលខ្លះពន្យល់បែបនេះទៅដើម្បីកុំឲ្យថាវានៅវល់ពេកព្រោះអីមានការលើកឡើងរឿងប្តឹងមិនបានប្តឹងអីហ្នឹងគឺឥឡូវនេះនៃច្បាប់ប៉ុណ្ណេះខ្ញុំជឿថាល្មមជាមូលដ្ឋានគ្រប់គ្រាន់ដើម្បីបងប្អូនយកទៅពិចារណាហើយគឺសុំបើថាមិនប្តឹងរឿងថ្មីក៏សុំឲ្យតុលាការបកស្រាយសាលដីកាដែលមានចាស់រឿងព្រំដែន
រឿងផែនទីឧបសម្ព័ន្ធបាទកាលមុនយើងប្តឹងរឿងបកស្រាយដីនៅជុំវិញប្រាសាទព្រះវិហារប៉ុន្តែឥឡូវប្តឹងជុំវិញរឿងផែនទីឧបសម្ព័ន្ធដែលដាក់ទៅហើយតុលាការយកប្រើជាគោលការណ៍សម្អាងច្បាប់ក្នុងការដោះស្រាយរឿងប្រាសាទព្រះវិហារព្រោះអីអាឧបសម្ព័ន្ធមួយនៃផែនទីភ្ជាប់មកហ្នឹងគឺវាជាផែនទីឧបសម្ព័ន្ធដែលលាតសន្ធឹងជាងជិត800គីឡូម៉ែត្ររវាងថៃនិងកម្ពុជាតាហើយចឹងមកបកស្រាយថាឧបសម្ព័ន្ធហ្នឹងច្បាស់ណាស់1លើ200,000អាហ្នឹងខ្មែរយើងឈ្នះហើយប៉ុន្តែខ្មែរយើងអាចថាទេចាឥឡូវចាំបាច់ទៅប្តឹងអីទៀតព្រោះតុលាការគេប្រើផែនទីខ្នាត1លើ200,000ហើយវាដូចគ្នានឹងប្រាសាទព្រះវិហារអញ្ចឹងចុះតុលាការប្រាប់ថាព្រះវិហារបានខ្មែរតំបន់ជុំវិញនឹងរបស់ខ្មែរហើយបានតែឆ្លោះគ្នាជាមួយថៃវត្តកែវសិក្ខាសាគិរីស្វារៈវាលន្ត្រីអីថៃមកទន្ទ្រានឈ្លានពានអីនៅបានរហូតតតុលាការចេញសេចក្តីសម្រេចសារថ្មីមកដើម្បីប្រាប់ថាអាហ្នឹងក៏របស់ខ្មែរដែរដូច្នេះរឿងនេះឯងដែលបើកដៃឲ្យកម្ពុជាដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយការឬក៏បងអង្គយូឬក៏នៅតែប្រើយន្តការចរចាមិនដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិគឺជាការធ្វើនយោបាយប្រជាពិធស្អំចិត្តប្រជាពលរដ្ឋចុងក្រោយគឺយើងនឹងបាត់ដីហើយយើងនឹងត្រូវបានឲ្យវល់ប្រជាពលរដ្ឋនៅបាក់ទឹកចិត្តនឹងចឹងទៀតបាទឥឡូវបន្តទៅទៀតបងប្អូនរឿងពីរដែលថ្ងៃនេះខ្ញុំថារឿងផ្សេងទៀតខ្ញុំនឹងកវត្តចោលចោះព្រោះអីបានបញ្យល់ប៉ុណ្ណាក៏យកប៉ុណ្ណឹងរឿងមួយទៀតដែលសំខាន់បំផុតសម្រាប់បងប្អូនយកទៅពិចារណាហើយរឿងនេះគឺតកតងនឹងរឿងចំនួនព្រំដែនកម្ពុជាថៃចំណងជើងដែលខ្ញុំដាក់នៅទីនេះគឺជារឿងមួយតកតងនឹងកម្ពុជាសំទោសរឿងកាសែតអាមេរិករំលេចអ្នកនយោបាយសំទោសកាសែតអាមេរិករំលេចអ្នកនយោបាយថៃខ្មែរមានចំណាយខូចដូចគ្នារឿងចំនួនព្រំដែនពេលដែលខ្ញុំបកស្រាយរឿងនេះបងប្អូនអាចមានការរកម្មចិត្តចំពោះខ្ញុំទៀតហើយព្រោះអីថាខ្ញុំបកស្រាយទៅឬសូខូចដូចគ្នាពេលលោកត្រាំថាពីរអ្នកនេះគឺជាអ្នកចម្បាំងស្មោកគ្រោកដូចគ្នាអីហ្នឹងយើងគិតទៅថាអត់ត្រូវទេត្រូវតែថៃទេខ្មែរយើងមិនស្មោកគ្រោកបងប្អូនកុំអាលស្អាតស្អំពេករដ្ឋាភិបាលកម្ពុជានេះអត់ស្អាតស្អំតាំងពីណាមកទេខ្ញុំអត់និយាយថានៅពេលនេះយើងនាំគ្នាមើងងាយវាយប្រហាររដ្ឋាភិបាលកម្ពុជាអត់ដែលមានកំណត់ហេតុល្អផ្នែកសិទ្ធិមនុស្សផ្នែកអំពើពុករលួយផ្នែកធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្លួនឯងពីណាម្ដងណាទេលើឆាកអន្តរជាតិយើងស្អុយក៏គ្រប់អញ្ចឹងទេហើយអត់មានខ្ញុំឯណាទៅជួយស្រោចស្រង់អីបានទេខ្ញុំនិយាយតែការពិតទៅមើលរបាយការណ៍របស់អង្គការសហប្រជាជាតិទៅមើលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទៅមើលរបាយការណ៍របស់អ្នករាយការណ៍ពិសេសទៅមើលរបាយការណ៍របស់អ្នកដែលរាយការណ៍គ្មានព្រំដែនទៅមើលរបាយការណ៍គម្រោងយុតិធធសកលទៅមើលរបាយការណ៍អង្គការដំឡាភិបអន្តរជាតិតាក់ទងនឹងអំពើពុករលួយនៅកម្ពុជាទៅមើលរបាយការណ៍ទាំងអស់នេះបងប្អូននឹងដឹងថានេះជាអង្គការឯកជនឯករាជ្យទេគឺគេនិយាយអំពីបញ្ហានៅកម្ពុជាសិទ្ធិមនុស្សធ្លាក់ដល់បាតតារាងសេរីភាពបាតតារាងអំពើពុករលួយបាតតារាងនីតិរដ្ឋបាតតារាងនិយាយទៅគឺយើងបាតតារាងទាំងអស់តើនេះឬជាអ្វីដែលមួងណារ៉េតនិយាយវាអត់មែនជារឿងថ្មីទេអញ្ចឹងនៅពេលដែលលោកត្រាំនិយាយថាកម្ពុជានិងថៃស្មោកគ្រោកដូចគ្នាគឺជារឿងមួយដែលយើងរកម្មចិត្តប៉ុន្តែជាការពិតឥឡូវសារព័ត៌មានរបស់អាមេរិកមួយឈ្មោះថា The New York Editorial ខ្ញុំនឹងលើកយកអត្ថបទនេះមកនិយាយហើយថាហេតុអីបានជា The New York Editorial នេះคล้ายទៅជាសារព័ត៌មានដែលកម្ពុជាអ្នកគាំទ្ររដ្ឋាភិបាលកម្ពុជាផ្សាយឡើងព្រាតប្រហែលថ្ងៃមុនហ្នឹងដោយទាំងអ្នកនាំពាក្យរបស់ក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតាហ្នឹងក៏ចែករំលែកច្រើនដែរនៅពេលដែលសារព័ត៌មានមួយនេះចេញបទវិចារណកថាតាក់ទងនឹងរឿងកម្ពុជាត្រូវបានលោកហ៊ុនម៉ាណែតចោទប្រកាន់សំទោសលោកហ៊ុនម៉ាណែតចោទប្រកាន់ថៃពីរឿងឈ្លានពានដែនអធិបតេយ្យកម្ពុជាប្រើពាក្យកចោទប្រកាន់នេះបើទោះបីជាលោកហ៊ុនម៉ាណែតថាជាអង្គហេតុជាការពិតឲ្យកម្ពុជានិយាយជាការចោទប្រកាន់នេះព្រោះអីបើអង្គហេតុតើតែយើងដាក់ប្តឹងទៅតុលាការអាហ្នឹងបើមានអង្គហេតុហើយពេលដែលតុលាការកាត់ក្តីមកថាអាហ្នឹងបានមកកម្ពុជាមែនថៃឈ្លានពានអាហ្នឹងបានតែយើងគិតថាជាអង្គហេតុពិតប៉ុន្តែអាការនិយាយរបស់ថ្នាក់ដឹកនាំវាគ្រាន់តែជាការលើកឡើងមួយជំហៀងឯងអញ្ចឹងបានកសែតនេះដាក់ថាលោកហ៊ុនម៉ាណែតចោទប្រកាន់ថៃថាឈ្លានពានកម្ពុជាshaal មែនតើឥឡូវនេះសារព័ត៌មានដដែលនេះដែលមានមូលដ្ឋាននៅបរិយាញូវយ៉កគឺឈ្មោះថា The New York Editorial
គេចុះផ្សាយអត្ថបទមួយមានចំណងជើងថាតើមូលហេតុអ្វីគេនិយាយអំពីវិធីដែលថៃកែប្រែចំនួនព្រំដែនឲ្យคล้ายទៅជាសង្គ្រាមខុសច្បាប់ហើយឈ្នះឆ្នោតបើយើងមើលទៅគឺយើងឃើញថាអូថៃអាក្រក់ទៀតដែរប៉ុន្តែអ្នកនិពន្ធនឹងអត្ថបទនេះគឺដកស្រង់ឯកសារស្រាវជ្រាវយ៉ាងច្រើនយកមកវិភាគឯកសារដែលគាត់ស្រាវជ្រាវគឺមានអូខេឥឡូវខ្ញុំមុននឹងអានអត្ថបទនេះខ្ញុំនិយាយអំពីគាត់យោងឯកសារណាខ្លះដើម្បីយកមកវិភាគហើយជាឯកសារអត្ថបទសង្កេតទេបងប្អូនជឿមិនជឿមិនដឹងទេប៉ុន្តែគាត់សំអាងទៅលើអង្គហេតុនៃរបាយការណ៍ដែលមានស្រាប់គាត់យកពីទី1គឺយកពី CSIS ពីក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិបរទេស Atlantic Council East Asia Forum អង្គការ East Asia Forum វិទ្យាស្ថាន ISEAS USAF សារព័ត៌មាន The Diplomat អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch អង្គការឃ្លាំលើកលែងទោសអន្តរជាតិ Amnesty International Cluster Munition Coalition គឺសម្ព័ន្ធគ្រាប់បែកចង្កោមឧត្តមក្រុមប្រឹក្សាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអង្គការ UNESCO អង្គការសហប្រជាជាតិតាក់ទងនឹងអក្រិតកម្មហើយនឹងគ្រឿងញៀនសារព័ត៌អង្គការមួយឈ្មោះថា FinCEN ក្រសួងការបរទេសអាមេរិករដ្ឋាភិបាលជាតិអាមេរិកអង្គការ World Vision អន្តរជាតិអង្គការ Save Cambodia មជ្ឈមណ្ឌលឯកសារកម្ពុជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា Al Jazeera Reuters BBC PSB ABC News Associated Press Bloomberg Oh my god ច្រើនណាស់មានជាង40-50ប្រភពដែលគាត់យកមកបកស្រាយឥឡូវកុំវែងឆ្ងាយបើនិយាយតែប្រភពហ្នឹងដាច់ខ្យល់ស្លាប់ហើយគាត់និយាយថាម៉េចគាត់ថាសង្គ្រាមនៅប្រទេសថៃព្រំដែនខ្មែរថៃនេះគឺជាបច្ច័យនៃអ្នកនយោបាយថៃនិងខ្មែរដែលមានចំណាយខូចដូចគ្នាថៃក៏ខូចខ្មែរក៏ខូចឥឡូវគាត់រៀបពីរឿងខ្មែរខូចអីគាត់ថាអ្វីដែលកម្ពុជាធ្វើកម្ពុជាក៏មានកំហុសថៃក៏មានកំហុសទី1គឺយើងត្រូវតាមដានទៅវិញថាកំហុសដែលចាប់ផ្ដើមដំបូងបំផុតគឺតាក់ទងនឹងមជ្ឈមណ្ឌលឆបោកនៅកម្ពុជាដែលមានជនរងគ្រោះជាង100,000 នាក់ចឹងអត្ថបទកាសែតនេះគឺចាប់ផ្ដើមអំពីការដែលមជ្ឈមណ្ឌលឆបោកនៅកម្ពុជាដែលមានជាង300កន្លែងដែលមានជនរងគ្រោះឬក៏អ្នកដែលពាក់ព័ន្ធនឹងឆបោកនេះមានជាង100,000 នាក់ដែលយើងដឹងថាគឺបើកយ៉ាងធំនៅស្រុកខ្មែរហើយមជ្ឈមណ្ឌលឆបោកនេះតាមអត្ថបទកាសែតនេះថាគឺជាថង់ប្រាក់ហឹបប្រាក់ឬក៏ជាមធ្យោបាយធ្វើឲ្យគណៈបកកណ្ដាលអំណាចគឺគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលសពថ្ងៃដែលជារដ្ឋាភិបាលឯកបកនេះអាចនៅបន្តរស់រានមានជីវិតក្តោបអំណាចទៅទៀតព្រោះអីជំនួយក្រតកម្មបានពីផលនេះគឺវាជួយដល់ស្ថាប័ននេះអីអញ្ចឹងទៅអានេះគឺជាការលើកឡើងរបស់ពួកគាត់ហើយក៏គេលើកឡើងអំពីមនុស្សចំណិតឬក៏មនុស្សធំនៅក្នុងអង្គការចាត់តាំងនៃការឆបោកអនឡាញហ្នឹងគឺលើកលក្ខខណ្ឌដូចជាមានក្មួយរបស់លោកហ៊ុនសែនគឺលោកហ៊ុនតូដែលជាជាប់សាច់សាលលោហិតចដូនមួយជាមួយនឹងហ៊ុនម៉ាណែតនឹងគេលើកឡើងអញ្ចឹងទៅបើក្រុមហ៊ុនមួយធំឈ្មោះ Huawei Pay ហ្នឹងទៅរដ្ឋាភិបាលជាតិអាមេរិកហ្នឹងក៏បានដាក់ទណ្ឌកម្មអីអញ្ចឹងឥឡូវនេះបិទហើយក៏មានលោក Gen Z ដែលជាទីប្រឹក្សារបស់លោកហ៊ុនសែនពាក់ព័ន្ធនៅក្នុងការឆបោកនេះយ៉ាងក៏ក្រើកពេញពិភពលោកដែលចុងក្រោយរដ្ឋាភិបាលអាមេរិកក៏បានបង្កក់ប្រាក់អីអញ្ចឹងទៅអានេះគាត់និយាយអំពីលោកលីយ៉ុងផាត់គាត់នៅអូស្មាច់តាក់ទងនឹងរដ្ឋាភិបាលជាតិអាមេរិកហ្នឹងក៏បានដាក់ទណ្ឌកម្មលោកអង្គញាលីយ៉ុងផាត់នឹងដែរហើយនៅពេលដែលរឿងឆបោកអនឡាញហ្នឹងកំពុងតែកក្រើកហ្នឹងគេរំលឹករឿងមួយទៀតតាក់ទងនឹងកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025គឺអតីតនាយករដ្ឋមន្ត្រីថៃអ្នកស្រីបថងឋានស៊ីនវត្តដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីនគឺគាត់នៅជានាយករដ្ឋមន្ត្រីនោះគឺបានហៅទូរស័ព្ទទៅលោកហ៊ុនសែនតាក់ទងនឹងពេលនោះហៅលោកហ៊ុនសែនថាជាពូជាមៀអីអញ្ចឹងទៅហើយដែលពន្យល់អំពីការដែលនិយាយដោះស្រាយបញ្ហារឿងចំនួនព្រំដែនហ្នឹងអាខ្សែអាត់សម្លេងហ្នឹងក៏ត្រូវបានលោកហ៊ុនសែនថតសម្លេង
នៅក្នុងការនិយាយគ្នាដែលធ្វើឲ្យសារនិយាយគ្នាដែលអ្នកស្រីបេថងឋាននិយាយប៉ះពាល់ដល់មេតបថៃលោកប៊ុនស៊ីនបាត់ខ្លាំងអីអញ្ចឹងហ្នឹងហើយត្រូវបានលោកហ៊ុនសែនបញ្ចេញជាសាធារណៈហើយក្នុងនេះគឺចាប់ផ្ដើមវិបត្តិចាប់ផ្ដើមមានពីពេលនោះមកគាត់និយាយចឹងដល់តែពេលមានចំនួនព្រំដែនភ្លាមលោកហ៊ុនសែនចាប់ផ្ដើមកោះហៅឬក៏អំពាវនាវឲ្យពលករខ្មែរនៅថៃជាង4សែននាក់ចង់និយាយថាមិនមែនជាង4សែនអំពាវនាវឲ្យពលករខ្មែរនៅថៃនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញដែលនេះខាងអ្នកវិភាគនេះចាត់ទុកថាជាការប៉ុនប៉ងធ្វើឲ្យសេដ្ឋកិច្ចថៃធ្លាក់នៅក្នុងស្ថានភាពមានវិបត្តិដោយសារតែយកកម្មករពលករខ្មែរយកមកវិញធ្វើឲ្យថៃគាំងស្ញែងសេដ្ឋកិច្ចអីចឹងទៅគាត់ថានេះគឺជាឈ្នួននៃសង្គ្រាមមួយដែរទី1គឺខ្សែអាត់សម្លេងតាក់ទងនឹងត្រកូលថាក់ស៊ីនទី2គឺតាក់ទងនឹងពេលដែលមានចំនួនហ្នឹងគឺលោកហ៊ុនសែនចាប់ផ្ដើមប្រមូលពលករឲ្យមកស្រុកខ្មែរវិញដែលជាគេចាត់ទុកថាជាចេតនាធ្វើឲ្យមានបញ្ហាដោយសារអីសារព័ត៌មាននិយាយថាថៃគឺគេរៀបចំឲ្យមានយន្តការមួយគឺកាត់បន្ថយកម្ដៅព្រំដែនដោយសារតែការដែលជួយរួមគ្នាចូលរួមគ្នាដោះស្រាយបញ្ហាឆបោកអនឡាញហ្នឹងក៏ប៉ុន្តែកម្ពុជាចាត់ទុកថាអានេះគឺជាការប៉ះឆ្នាំងបាយរបស់ខ្លួនដែលក្រុមគ្រួសារតកូលហ៊ុនអានេះក្នុងកាសែតនេះនិយាយអញ្ចឹងទៅរឿងហ្នឹងក៏មានបញ្ហាឆ្លោះគ្នាហើយអ្វីដែលជារឿងដែលខុសច្បាប់មួយទៀតដែលខាងកាសែតនេះនិយាយកម្ពុជាបាញ់កញ្ជ្រួចវង BM21 គឺចូលទៅតំបន់ជនស៊ីវិលរបស់ថៃដែលគេដកស្រង់ចេញមកគឺមានមន្ទីរពេទ្យមានការ៉ាសាំងមានផ្សារមានធ្វើឲ្យជនស៊ីវិល14នាក់ស្លាប់កាលពីដំបូងហ្នឹងរួមទាំងកុមារអាយុ15ឆ្នាំនិង8ឆ្នាំផងហើយនេះគឺជាការបំពានធ្ងន់ធ្ងរច្បាប់អន្តរជាតិស្ដីអំពីការដែលយកកន្លែងជនស៊ីវិលធ្វើជាគោលដៅអញ្ចឹងកម្ពុជាតាមរយៈសារព័ត៌មាននេះថាប្រព្រឹត្តកំហុសគឺមានទាំងចាញ់ខ្សែអាត់សម្លេងដោយខុសច្បាប់ទី2គឺធ្វើឲ្យស្ថានភាពក្តៅដោយសារតែអំពាវនាវឲ្យពលករខ្មែរវិលមកស្រុកខ្មែរវិញដែលធ្វើឲ្យសេដ្ឋកិច្ចថៃមានបញ្ហាលំបាកក្នុងន័យថាធ្វើឲ្យថៃក្តៅកាហាយដែរហើយចុងក្រោយមកគឺបន្ទាប់ទៀតតកតងកម្ពុជាគឺមានរឿងពីរនឹងធំដែលខាងសារព័ត៌មាននេះគឺផ្ដោតកំហុសកម្ពុជាតែរឿងការពារក្រុមបនលបែងឆបោកអនឡាញហើយដោយសារតែឃើញអ្នកស្រីបៃថងឋានហ្នឹងចង់យកការប្រយុទ្ធប្រឆាំងបនលបែងអនឡាញហ្នឹងគឺធ្វើជាយុទ្ធនាការនយោបាយកុំឲ្យខាងយោធាថៃឬក៏គេចង់ធ្វើរដ្ឋប្រហាររដ្ឋាភិបាលនេះគឺយកការដែលរំលាយអង្គការចាត់តាំងឆបោកអនឡាញហ្នឹងគឺជារឿងធំដែលធ្វើឲ្យប៉ះពាល់ដល់ឆ្នាំងបាយនៃការដឹកនាំប្រទេសរបស់កម្ពុជានៅទៅវិញអាហ្នឹងជាការបកស្រាយឲ្យដល់ពេលអញ្ចឹងលោកហ៊ុនសែនដើម្បីចង់កម្ចាយក្រុមគ្រួសារថាក់ស៊ីននេះក៏ចេញខ្សែអាត់សម្លេងឲ្យបានដោយការគិតប៉ងគឺគេក៏បានទាត់អ្នកស្រីបៃថងឋានចេញតឡាការកាត់ទោសកាត់អីចឹងទៅគាត់ក៏អស់តំណែងលោកថាក់ស៊ីនជាប់គុកជាប់ច្បាប់អីចឹងទៅហើយរឿងហ្នឹងក៏វាអានេះគឺថាជាកំហុសរបស់កម្ពុជាបាញ់កញ្ជ្រួចឬក៏ផ្លោង BM21 ចូលដែនស៊ីវិលដែលធ្វើឲ្យស្លាប់ប្រជាពលរដ្ឋស៊ីវិលដែលជាកំហុសប្រព្រឹត្តខុសច្បាប់អន្តរជាតិដែរអាហ្នឹងគឺគេចោទចឹងគេរកឃើញចឹងឥឡូវថៃវិញខុសអីគេខ្លះថៃខុសច្រើនជាងកម្ពុជាដែរនិយាយទៅគឺគេស្មើភាពគ្នាដែរនៅថ្ងៃទី23ខែកក្កដាទាហានថៃជន់មីននៅពេលដែលជន់មីន24ម៉ោងក្រោយមកគឺថៃចាប់ផ្ដើមឡើងយន្តហោះ F16 គឺទម្លាក់គ្រាប់យ៉ាងស្រោចចូលក្នុងដីកម្ពុជាយន្តហោះ16ថៃនេះតាំងពីឆ្នាំ1988មកគឺមិនសូវប្រើច្រើនដូចពេលនេះទេអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋជំលះចេញរាប់សែនអ្នកអីចឹងទៅអាហ្នឹងគឺរឿងទី1តាក់ទងនឹងរឿងទម្លាក់គ្រាប់ដោយសារផ្ទុះអាវុធលើកដំបូងហើយអានេះគឺជាចំណុចចាប់ផ្ដើមនៃការដែលធ្វើឲ្យសង្គ្រាមនឹងខុសច្បាប់ដែលថៃមែនតែនចង់បង្ក្រាបកម្ពុជាមែនតាក់ទងនឹងរឿងដែលកើតឡើងពីខាងផ្ទៃក្នុងកម្ពុជាពីរឿងខ្សែអាត់សម្លេងខ្សែអីចឹងមកប៉ុន្តែដល់ពេលថៃប្រយុទ្ធមកវិញគឺថៃចាស់ដៃខ្លាំងដែរអញ្ចឹងសារព័ត៌មាននេះនិយាយថាការដែលដោះស្រាយរបស់ថៃគឺចាប់ផ្ដើមធ្វើឲ្យសកម្មភាពនេះកាន់តែខុសច្បាប់ច្រើនដែររំលោភបំពានសពបែបយ៉ាងហើយទម្លាក់គ្រាប់បែកចង្កោមទៀតរហូតដល់ធ្វើឲ្យកុមារ
ខ្មែរម្នាក់ដែលឈ្មោះសុវណ្ណនោះទៅរើសអាក្របបែកចង្កោមនឹងលេងអញ្ចឹងក៏ផ្ទុះគឺជាអក្រកម្មមួយដែលប៉ះពាល់ដល់ជនស៊ីវិលដែលរំលោភច្បាប់អន្តរជាតិដែរអានេះអ្វីដែលកាសែតនេះនិយាយហើយបន្តទៅទៀតគឺតកតងនឹងរឿងដែលថៃបន្តឈ្លានពានកម្ពុជាគឺវាយសន្ធាប់ហើយពេលដែលវាយលើកទី1គ្រប់គ្រងតំបន់បានប្រមាណកន្លែងគេមិននិយាយទេក្រោយទី2ហ្នឹងគឺគ្រប់គ្រងតំបន់ដែនអធិបតេយ្យដែលប្រទីងបតងគ្នាបានមកកណោទៀតកម្ពុជាទទួលស្គាល់14កន្លែងមានមន្ត្រីផ្សេងទៀតគេថាអាចលើសពីហ្នឹងលោកហ៊ុនម៉ាណែតក៏លើកឡើងថាថៃឈ្លានពានក្រោយបាត់ជប់បាញ់លើសពីហ្នឹងមកទៀតអីអញ្ចឹងទៅបាទន័យថានេះគឺជាចំណុចចាប់ផ្ដើមនៃការទន្ទ្រានឈ្លានពានរំលោភច្បាប់អន្តរជាតិរបស់ថៃមួយទៀតនៅពេលដែលគ្រប់គ្រងទន្ទ្រានឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាបានហើយថៃនាំមន្ត្រី FBI ដែលជាទីភ្នាក់ងារអន្តរជាតិសំទោសអាមេរិកដែនអធិបតេយ្យដទៃចូលមកក្នុងដែនអធិបតេយ្យនៅក្នុងការគ្រប់គ្រងរបស់ថៃដែលរឿងនេះក៏ជាការដែលមកបើមិនមានការយល់ស្របពីម្ចាស់ផ្ទះកម្ពុជាបើទោះមានបទកិច្ចព្រមព្រៀងគ្នាថានរណាឈរជើងនរណាឈរជើងនរណាប៉ុន្តែនាំទាហាន FBI សំទោសភ្នាក់ងារ FBI មកសារព័ត៌មាននិយាយថាតាមនេះគឺមិនសុំម្ចាស់ផ្ទះសិទ្ធអីអញ្ចឹងទៅក៏ប៉ុន្តែលោកអនុទិនច័ន្ទវរៈគុលកាលពេលនោះគឺអត់មានខ្វល់ទេគឺចង់បង្ហាញពិភពលោកថាថៃធ្វើអីក៏បានដើម្បីលួងចិត្តប្រជាពលរដ្ឋថៃថាថៃទន្ទ្រានឈ្លានពានកាន់កាប់ដីថៃកម្ពុជាហើយគឺយកស្អីមកក៏បានឲ្យតែគាត់ជាប់ជានាយករដ្ឋមន្ត្រីគឺជាការធ្វើឃោសនាដើម្បីឲ្យគាត់ជាប់ឆ្នោតដែរនឹងយុទ្ធនាការល្បិចដល់កគ្រុកឬក៏ស្មោកគ្រោករបស់អនុទិនច័ន្ទវរៈគុលដើម្បីជាប់ឆ្នោតពីពេលនោះដែរហើយយើងដឹងថាប្រជាពលរដ្ឋជាច្រើនក៏បាននាំគ្នាចាកចេញពីភូមិឋានពីអីអញ្ចឹងទៅបន្តទៅទៀតគឺតកតងនឹងរឿងដែលថៃដែលប្រព្រឹត្តខុសជាច្រើនតកតងនឹងការរំលោភឈ្លានពានក៏មានគ្រឿងផ្លោងរបស់ថៃនឹងធ្លាក់ចូលតំបន់ស៊ីវិលអីស្លាប់ប្រជាពលរដ្ឋខ្មែរដែលជាជនស៊ីវិលអីអញ្ចឹងទៅដូច្នេះតាមពិតមានរឿងច្រើនទៀតបងប្អូនគាត់ថាអ្វីដែលសារព័ត៌មាននេះចង់ដកស្រង់ហើយចង់បញ្ជាក់នេះប្រាប់ថាកម្ពុជាមានចំណែកតាក់ទងនៅក្នុងការបង្កើតឲ្យមានសង្គ្រាមនេះតាក់ទងនឹងរឿងការឆបោកអនឡាញហើយអាការឆបោកអនឡាញនេះគឺរហូតដល់មានប៉ះពាល់នឹងរឿងអត់ព្រមជំលះប្រជាពលរដ្ឋចេញពីតំបន់កន្លែងដែលមានការផ្ទុះអាវុធយើងដឹងថាថៃទម្លាក់គ្រាប់ប៉ុន្តែអាគារឆបោកអនឡាញគឺអត់ជំលះមនុស្សចេញពីនឹងទេដែលធ្វើឲ្យពួកគាត់ជាប់ផុងនៅទីនោះក៏ជាអក្រិតកម្មមួយដែរហើយអានេះវាស្របទៅនឹងអ្វីដែលមេធាវីលោក Richard Rogers ដែលតំណាងឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះកំពុងដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីការខាំងមនុស្សដើម្បីធ្វើជាខែលមិនព្រមជំលះចេញនៅពេលដែលថៃទម្លាក់គ្រាប់បែកអីអញ្ចឹងទៅអាហ្នឹងគឺជាអក្រិតកម្មអន្តរជាតិដែរវាស្របទៅក្នុងនៃហ្នឹងអញ្ចឹងហើយបានជាមេធាវីអន្តរជាតិប្រហែលជាយកចំណុចហ្នឹងយកទៅប្តឹងតុលាការព្រហ្មទណ្ឌអន្តរជាតិចោទប្រកាន់កម្ពុជាពីរឿងមានចំណែកនៅក្នុងការធ្វើឲ្យប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនេះបាទហើយសរុបសេចក្តីមកគឺសង្ខេបបានន័យថាទាំងកម្ពុជាទាំងថៃមានចំណែកខុសដូចគ្នាគ្រាន់តែថាកម្ពុជាគឺកំហុសតាក់ទងនឹងការកាងក្រុមឆបោកអនឡាញដើម្បីក្រាញអំណាចហើយថៃចង់យកអាការដែលឆបោកអនឡាញបង្ក្រាបឆបោកអនឡាញហ្នឹងដើម្បីបន្តអំណាចរបស់គេដែរឲ្យប្រជាពលរដ្ឋថៃស្អំចិត្តដូចតកូថាក់ស៊ីនហ្នឹងព្រោះពងខ្លាចគេធ្វើរដ្ឋប្រហារផងស្អំចិត្តប៉ុន្តែមិនបានដូចចិត្តដោយសារតែលោកហ៊ុនសែនបញ្ចេញសារអត្តសម្លេងហ្នឹងធ្វើឲ្យអ្វីហ្នឹងគឺវារលាយសូន្យបងអស់ទៅជាចំនួនប្រដាប់អាវុធមួយដ៏ស្រួចស្រាលហើយថៃចាប់ផ្ដើមធ្វើខ្លាំងទៀតទៅដោយសារមានលោកអនុទិនច័ន្ទវរៈគុលជានាយករដ្ឋមន្ត្រីថ្មីហើយដោយសារការបោះឆ្នោតនៅជិតនឹងមែនតែនក៏យកអាហ្នឹងគឺជាយុទ្ធសាស្ត្រមួយដើម្បីយកសម្លេងឆ្នោតហើយបានដូចចិត្តទៀតដោយសារតែប្រជាពលរដ្ឋថៃគឺជាតិនិយមជ្រុលក៏ធ្វើឲ្យសង្គ្រាមនេះคล้ายទៅជាសង្គ្រាមស្មោកគ្រោក Nasty War ដោយលោក Donald Trump បាននិយាយមែនអញ្ចឹងសារព័ត៌មាននេះនិយាយអំពីសង្គ្រាមដ៏ស្មោកគ្រោកនេះគឺចេញការពិតនៅលើគោកហើយគឺ Nasty ទាំងថៃ Nasty ទាំងកម្ពុជាមែនហើយដោយសារតែវិបត្តិហ្នឹងគឺវាអញ្ចឹងតែគេក៏ដាក់បន្ទុកដែរថាអ្នកទាំងពីរមានចំណែកខុសដូចគ្នាប៉ុន្តែថៃចាប់ផ្ដើមធ្វើខុសខ្លាំងរឿងរំលោភច្បាប់អន្តរជាតិនេះ
កាសែតនេះគឺដាក់ទម្ងន់ខ្លាំងទៅលើថៃថាបើទោះបីជាកម្ពុជាមានបញ្ហាឆបោកអនឡាញឬក៏អីគ្រប់គ្រងបញ្ហាហ្នឹងឲ្យថៃចង់បង្ក្រាបអាហ្នឹងអីក៏ដោយក៏ថៃពុំមានហេតុផលគ្រប់គ្រាន់ដើម្បីឈ្លានពានដែនអធិបតេយ្យកម្ពុជាដែរថៃក៏មិនមានភាពមានហេតុផលគ្រប់គ្រាន់ផ្នែកច្បាប់ដើម្បីយក F16 ទម្លាក់គ្រាប់ឬក៏សម្រាប់រំគាលហើយទម្លាក់គ្រាប់កំទេចអាគារឆបោកអនឡាញនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែរអញ្ចឹងចង់និយាយថាកម្ពុជាត្បិតតែមានកំហុសតាក់ទងនឹងរឿងទុកឲ្យរបរឆបោកអនឡាញនឹងវារីកផ្សាយភាយខ្លាំងសម្បើមហើយនៅកាងក្រុមនេះរហូតដល់តែបែកធ្លាយចុងក្រោយដែលទប់មិនបានពេលអាមេរិកដាក់ទណ្ឌកម្មទៅបានចាប់ដើមខ្ជាក់អីក៏ដោយហ្នឹងថាជាកំហុសមួយដែលអាចដោះស្រាយបានតាមរយៈយន្តការក្នុងស្រុកឬក៏យន្តការសហការគ្នាអីយ៉ាងណាប៉ុន្តែមិនមែនជាហេតុផលដើម្បីឲ្យថៃទម្លាក់គ្រាប់ហើយប្រព្រឹត្តឲ្យคล้ายទៅជាអ ுக ្រិតកម្មសង្គ្រាមដែលថៃជាអ្នកប្រព្រឹត្តខុសដែលមិនស័ក្តិសមនឹងគេហៅសមាមាត្រសោះកម្ពុជាខុសរឿងបញ្ចេញខ្សែអត្តអ្នកស្រីបៃថងឋានរឿងអីនោះវាជារឿងសិលធម៌ជារឿងរបៀបការទូតរបៀបស្មោកគ្រោករបៀបអីអាហ្នឹងគេដោះស្រាយតាមរបៀបណាផ្សេងទៀតប៉ុន្តែមិនអាចយកអាហ្នឹងជាលេសធ្វើសង្គ្រាមហើយរហូតតคล้ายទៅជាសង្គ្រាមខុសច្បាប់ដូច្នេះទេដូច្នេះថៃគឺប្រព្រឹត្តសង្គ្រាមខុសច្បាប់នៅពេលដែលរឿងដើមហេតុមកពីកម្ពុជាដែរសរុបសេចក្តីមកគឺកម្ពុជាក៏មានចំណាយខុសថៃក៏មានចំណាយខុសគ្រាន់តែថៃខុសច្បាប់អន្តរជាតិអានេះហើយដែលជារឿងកម្ពុជាក៏នៅតែមានដងដាវប្តឹងថៃទៅតុលាការអន្តរជាតិដែរបងប្អូនបាទខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះវាជាការគួរឲ្យចាប់អារម្មណ៍ដែរខ្ញុំមិនបកស្រាយបានលម្អិតច្រើនជាងនឹងទេព្រោះដោយសារពេលវេលាវាខ្លីដែរខ្ញុំបញ្ចប់ព័ត៌មានដោយកម្ពុជារដ្ឋឥឡូវចប់ព័ត៌មានខ្មែរថៃយើងចូលដល់កម្មវិធីអាមេរិកម្ដងគឺសំទោសថៃនៅមួយទៀតគឺរឿងបោះឆ្នោតរបស់ថៃឥឡូវនេះគឺគេចាប់សពគ្រប់ហើយរដ្ឋាភិបាលថ្មីរបស់ថៃគឺ 100% នឹងចាប់ដៃបកភឿថៃរបស់តកូលថាក់ស៊ីននិងបកតូចជាង10ទៀតបងប្អូនកម្មយើងហើយបងប្អូនឃើញមិញខ្សែអាត់សំលេងដែលលោកហ៊ុនសែនបញ្ចេញទៅរំលាយតកូលថាក់ស៊ីនណាដែលនឹកឃើញថាខ្ទេចខ្ទីអស់ទៅដើម្បីកុំឲ្យគេរករឿងផ្នែកឆបោកអនឡាញដែលជាឆ្នាំងបាយជាហឹបប្រាក់របស់គណៈបកកណ្ដាលអំណាចណាឥឡូវនេះវាទៅជារុកផ្ដាច់ស្ពាននឹងអស់គ្រួសារតកូលថាក់ស៊ីននេះដាច់ក្បាលដាច់កតុយប៉ុន្តែឡើងមកវិញភឿថៃដោយសារក្មួយថាក់ស៊ីនហ្នឹងគឺបានមានសម្លេងឆ្នោតគ្រប់ល្មមដើម្បីចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណៈបកភូមិใจថៃឥឡូវគេចាប់ដៃគ្នា 100% នឹងបើករដ្ឋាភិបាលជុំគ្នាហើយបើជុំគ្នាបងប្អូនដឹងហើយយើងធ្វើទុកបុកម្នេញតកូលថាក់ស៊ីនប៉ុណ្ណាយើងកម្មទៀតហើយបងប្អូនអញ្ចឹងកុំទៅរំពឹងណែរឿងនយោបាយថៃយើងរំពឹងរឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិឯណោះបងប្អូនរដ្ឋាភិបាលថៃនេះគឺគេបានទទួលឥឡូវនេះភូមិใจថៃរបស់អនុទិនចាំវរៈគុលបានសម្លេងប្រហែលជា300កៅអីហើយបូករួមទាំងគណៈបកភឿថៃនិងគណៈបកតូចដតីទៀតប្រមាណជាង10បាទទី1គឺគណៈបកភូមិใจថៃគឺគាត់មានសម្លេង193សរុបលទ្ធផលចុងក្រោយ193កៅអីច្រើនណាស់ដំបូងគាត់បានតែ69ទេកាលអាណត្តិមុនណាអាណត្តិនេះគាត់បាន193ដោយសារតែយុទ្ធសាស្ត្រគឺឈ្លានពានដែនអធិបតេយ្យកម្ពុជាឲ្យបន្តគ្រប់គ្រងឲ្យខាងតែបានហ្នឹងថៃជឿទុកចិត្តថាអនុទិនច័ន្ទវរៈគុលច្បាស់ជាមិនខ្ចាក់ដីថៃខ្ចាក់ដីដែលថៃដណ្ដើមបានមកខ្មែរវិញអញ្ចឹងបោះឲ្យលោកគ្រប់គ្រងហើយបោះឲ្យភឿថៃបាន74កៅអីដែរភឿថៃធ្លាក់អស់ប្រហែលជាពាក់កណ្ដាលប៉ុន្តែ74កៅអីក៏នៅតែច្រើននឹងសរុបទៅគឺជាមួយគណៈបកដតីឯគណៈបកផ្សេងទៀតប្រឆាំងនោះគឺមានគណៈបកប្រជាជនថៃដែលដឹកនាំដោយលោកណាត់ពងរឿងបញ្ញវុធនោះបាន118កៅអីហើយនឹងខ្លាធំដែលមាន58កៅអីមុនវងថាចូលរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះឥឡូវធ្វើបកប្រឆាំងវិញបាទឥឡូវគេទៅហើយបងប្អូនយើងអត់មានឆ្ងល់អីទៀតទេថៃគេទៅហើយព្រួតដៃគ្នាទប់ដីខ្មែរដែលកំពុងឈ្លានពានបានពីថៃហើយចាំមើលបើពីរអ្នកនេះជួបគ្នាហើយអត់ត្រូវគ្នាជាមួយរដ្ឋាភិបាលកម្ពុជាជៀសមិនផុតពីវាយគ្នាទៀតទេបើសិនជាយើងប្តឹងទៅតុលាការអន្តរជាតិវាយយ៉ាងណាយ៉ាងណីយើងនៅតែទប់ប៉ុន្តែឲ្យតុលាការគេជួយប៉ុន្តែបើថាអត់ទេពីរអ្នកនេះគឺដណ្ដើមគ្នាវាយយកថែមទៀតនយោបាយថៃគឺកក្រិចអញ្ចឹងយូរហើយបងប្អូនវាអកុសលណាស់ឥឡូវចង់បញ្ចប់តាក់ទងនឹងលោកត្រាំឯណោះវិញដំឡើងពន្ធ 10% ថ្មីក្រោយចាញ់ក្តីតុលាការកំពូលវល់ណាស់បងប្អូន
តឡាការកម្ពុជាអាមេរិកកាលពីម្សិលមិញកាត់ក្តីឲ្យលោកត្រាំចាញ់ក្តីរឿងតម្លើងពុលតាមអំពើចិត្តតាមពិតតឡាការកម្ពុជានេះគឺមានឥទ្ធិពលធំមែនតែនជាសារមួយផ្ទះកំភ្លៀងដល់លោកត្រាំដែរថាធ្វើអីក៏ដោយយើងមិនមែនធ្វើអំណាចផ្ដាច់ការអីស្រេចចិត្តទេគេមានតឡាការគេមានប្រព័ន្ធរដ្ឋសភាគេមានអីត្រឹមត្រូវយើងមិនមែនចេះតែរដ្ឋាភិបាលជិះសេះលែងដៃបានទេអញ្ចឹងគាត់ដាក់ពន្ធគេច្រើនពេកវាខុសពីគោលការណ៍ច្បាប់ដល់ពេលអញ្ចឹងទៅតឡាការកម្ពុជានេះសម្រាប់6ទល់នឹង3 6គឺជំទាស់លោកត្រាំ3គាំទ្រប៉ុន្តែបានទៅសម្លេង6អញ្ចឹងទៅគឺរាល់ការដាក់ពន្ធរបស់លោកត្រាំតាមតែអំពើចិត្តពីមុនមកហ្នឹងគឺចាត់ទុកជាមោឃៈបានន័យថាម៉េចបងប្អូនយើងសប្បាយទេកម្ពុជាជាប់ពន្ធ 19% មិនអញ្ចឹងហ៎ថៃក៏ 19% ពិភពលោកជាច្រើនទៀតគឺ 10% ដាច់ភឹងអញ្ចឹងហ្មងគឺដោយអឺរ៉ុបអីហ្នឹងគឺគាត់ដាក់ 10% ដែលពីមុនមក 1-2% អីអញ្ចឹងគឺគាត់ចេះតែដាក់អញ្ចឹងអ្នកខ្លះដល់ 100% 50% 150% អីចឹងគាត់ចេះតែថាទៅក៏ប៉ុន្តែដោយសារសាលដីកានេះគឺធ្វើឲ្យអាចអ្វីដែលជាការដាក់ពន្ធពីមុនមកហ្នឹងនឹងចាត់ទុកជាមោឃៈតើវាបានផលអីខ្លះដល់ប្រទេសទាំងអស់លោកត្រាំគ្រាន់តែចេញតឡាការចេញសាលដីកានេះភ្លាមគឺគាត់ចាប់ផ្ដើមពីបិម៉ោហ្នឹងគឺមកប្រកាសមិនពេញចិត្តនឹងសាលដីកាខកចិត្តចាត់ទុកចៅក្រម6នាក់ហ្នឹងថាជាចៅក្រមដែលបំផ្លាញសហរដ្ឋអាមេរិកអីជាដើមក៏ប៉ុន្តែសាលដីកានេះគឺសាលដីកាស្ថាពរឲ្យបងប្អូនតឡាការប្រាប់ថារាល់ការដែលដំឡើងពន្ធអីក៏ដោយរដ្ឋាភិបាលអាចធ្វើបានទាល់តែឆ្លងរដ្ឋសភាសិនកន្លងមករដ្ឋាភិបាលអត់ដែលឆ្លងរដ្ឋសភាទេដូច្នេះសារនេះគាត់តែប្រាប់ថារដ្ឋសភាមានអំណាចផ្ទៀងផ្ទាត់មិនមែនជិះសេះលែងដៃទេតែប៉ុណ្្នឹងទេអញ្ចឹងបើលោកត្រាំទៅឆ្លងរដ្ឋសភាគឺមិនអីប៉ុន្តែលោកត្រាំនឹងមិនអាចឆ្លងរដ្ឋសភាបានទេព្រោះរដ្ឋសភាមិនអនុញ្ញាតឲ្យលោកត្រាំធ្វើដូច្នេះអញ្ចឹងបានគាត់ទៅផ្លូវកាត់រហូតឥឡូវនេះទៅលែងបានគាត់ប្រកាសដាក់ពន្ធ 10% ថ្មីទៀតដោយប្រើច្បាប់ប្រើយន្តការអីថ្មីដែលអាចធ្វើបានលោកត្រាំមិនចាំបាច់គោរពតាមបទបញ្ជារបស់តុលាការកម្ពុជាបានប៉ុន្តែអ្វីពីមុនមកគឺឆាចោលហើយព្រោះអីតុលាការកម្ពុជានឹងឲ្យការកំណត់ពន្ធពីមុនគឺចាត់ទុកថាជាមោឃៈទាំងអស់ហើយអានេះគឺមានវិបត្តិមួយធំទៀតបងប្អូនព្រោះអីនៅមានទឹកប្រាក់175,000 លានដុល្លារតាក់ទងនឹងការយកពន្ធនេះហ្នឹងតើទៅឯណាលុយ175,000 លានដុល្លារនេះទៅចែកឲ្យប្រជាពលរដ្ឋវិញតាមពិតណានៅពេលដែលគាត់ដំឡើងពន្ធនេះក៏ប៉ះពាល់ដល់ការឡើងសាំងឡើងថ្លៃម្ហូបអាហារសັບសារពើថ្លៃផ្ទះថ្លៃសម្បែងអីហ្នឹងឡើងទាំងអស់ដោយសារតែរឿងពន្ធនឹងដែរប៉ុន្តែឥឡូវនេះពន្ធនេះគឺអត់ដឹងទៅណាវិញនៅពេលតុលាការសម្រេចចឹងគេសួរលោកត្រាំដែរចោះយកពន្ធនឹងទៅណា175,000 លានដុល្លារជាលុយដែលបានមកពីការដាក់ពន្ធធ្ងន់ហ្នឹងតើត្រូវសងទៅណាព្រោះអីក្រុមហ៊ុនឯកជនច្រើនណាស់ប្តឹងលោកត្រាំពីរឿងតម្លើងពន្ធធ្វើឲ្យគេពិបាករកស៊ីដែរលោកត្រាំនិយាយថាចេះអត់មានយកទៅណាផងព្រោះចៅក្រមទាំងអស់ហ្នឹងអត់មាននរណានិយាយថាលុយ175,000 លានដុល្លារបើបានពីការប្រមូលពន្ធហ្នឹងយកចែកទៅណាផងគឺបានន័យថាវានៅហ្នឹងទៅអត់ចង់និយាយថាឈប់ទៅឡើងពន្ធតាមសាលដីកាប៉ុន្តែអាលុយហ្នឹងអត់ចែកមកវិញក៏ប៉ុន្តែ 10% លោកកំណត់ថ្មីនេះ 10% ហ្នឹងគឺកំណត់យ៉ាងម៉េចគឺគាត់បានចេញប័ណ្ណបញ្ជាមួយថាឥឡូវពន្ធត្រូវតែដាច់ខាតជាសកលត្រូវតែ 10% ហា 10% ជាសកលហ្នឹងគឺរឿងទៀតដោយសារអីកម្ពុជា 19% មិនចឹងទេបងប្អូនបើគាត់ដាក់ 10% អញ្ចឹងយើងនៅសល់តែ 9% ឬក៏យ៉ាងម៉េចវាច្បោកច្បល់ណាស់បងប្អូនចុះប្រទេសផ្សេងទៀតដែលគេនិយាយចរចាគ្នារាប់ខែរាប់ឆ្នាំមកហើយអ្នកខ្លះបានតែ 3% 2% ឬ 0% ដល់ពេលគាត់ប្រឡែង 10% គឺដូចគ្រាប់បរមាណូអញ្ចឹងគឺត្រូវទាំងអស់ 10% ឡើងវិញតើវានឹងវិលប៉ុណ្ណាទៀតហើយនៅពេលដែលដាក់ 10% ហ្នឹងជាសកលអញ្ចឹងហើយគឺគាត់បន្ថែមពន្ធថ្មីទៀតតើឲ្យគ្រប់ដូចដើមឬក៏លើសដើមវិញទៀតគាត់អត់នៅចោះចាញ់តុលាការក៏ប៉ុន្តែអ្វីដែលលោកត្រាំអាចធ្វើបាននេះគឺមានពេលតែ150ថ្ងៃទេព្រោះគាត់ធ្វើមិនឆ្លងសភាបានតែ150ថ្ងៃទេក្រោយ150ថ្ងៃគឺអ្វីដែលគាត់កំណត់នឹងវិលទៅសភាជំទាស់នឹងលុបចោលវិញអញ្ចឹងរឿងនេះវានឹងច្បោកច្បល់មានភាពមិនច្បាស់លាស់ច្រើនទៀតបងប្អូនកុំអាលអហើយក៏កុំអាលភ័យអីពេកដែរកម្ពុជាយើងបើសិនជាគេដាក់ 10% ឬ 19% ក៏នៅតែច្រើនដែរព្រោះអីយើងធ្លាប់គេអត់យកសោះហ្នឹង GSP របស់យើងគេ0តាឥឡូវយើងប្រមាណភាគរយក៏យើងជាប់ពន្ធដែរយើងកុំបារម្ភរឿងពន្ធកុំអាល HR នឹងរឿងពន្ធនេះពេកគឺយើងត្រូវស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យសិទ្ធិសេរីភាពនៅប្រទេសកម្ពុជាដើម្បីសុំអា GSP គេ free មកវិញកុំខ្វល់រឿងលោកត្រាំថយមិនថយថែមមិនថែម
បើបាន GSP គឺ0លោកត្រាំអត់អាចសម្រេចបានអីទេព្រោះអី GSP គឺជាសេចក្តីសម្រេចរបស់រដ្ឋសភាអាមេរិកចឹងហើយបានជាលើកទឹកចិត្តឲ្យរដ្ឋាភិបាលស្ដារសិទ្ធិមនុស្សសិទ្ធិកម្មករសិទ្ធិសហជីពសិទ្ធិសេរីភាពប្រជាធិបតេយ្យនឹងឡើងវិញដោះលែងអ្នកទោសមនសិការឲ្យអស់ហើយរៀបចំប្រព័ន្ធបោះឆ្នោតឲ្យសេរីត្រឹមត្រូវនិងយុត្តិធម៌ឈប់ធ្វើទុកម្នេញបុកម្នេញបពប្រឆាំងលាក់នឹងលាក់បង្រួមផ្សះផ្សាជាតិទៅយើងអាចនឹងកេងចំណេញពីនយោបាយដ៏មានភាពមិនច្បាស់លាស់ផ្នែកពន្ធដាររបស់លោកត្រាំនៅលើសកលលោកនេះបាទបងប្អូនវែងមែនតើហើយម៉ោង 12 កណ្ដាលអាធ្រាត្រឆ្លងចូលដល់ថ្ងៃថ្មីហើយនៅប្រទេសកម្ពុជាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណាហើយសូមរាត្រីសួស្តីបងប្អូននៅស្រុកខ្មែរអរុនសួស្តីបងប្អូននៅសហរដ្ឋអាមេរិកយើងជួបគ្នានៅរាត្រីនេះទៀតបាទសូមរីករាយថ្ងៃចុងសប្តាហ៍បាទសូមអរគុណនិងសូមជម្រាបលា